បាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កម្មវិធីបាទគឺ Gensberg Football Talk Show ហើយយើងចូលបកិតទៅដូចជា10 show ជាងហើយរធីណោះបាទជាង10 show ជាង10 show ហើយបាទហើយជាពិសេសបាទគឺយើងចាប់បាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កម្មវិធីបាទគឺ Gensberg Football Talk Show ហើយយើងចូលបកិតទៅដូចជា10 show ជាងហើយរធីណោះបាទជាង10 show ជាង10 show ហើយបាទហើយជាពិសេសបាទគឺយើងចាប់ផ្ដើមតាំងពីថ្ងៃទី11 ខែមិថុនារហូតមកដល់ថ្ងៃទី7នេះដែលមានក្រុមចំនួនបាទគឺ48បាទគឺធ្វើការប្រកួត104ប្រកួតហ្នឹងគិតត្រឹមយប់វិញហ្នឹងបាទគឺវគ្គ8ក្រុមចុងក្រោយហ្នឹងគឺអស់96ប្រកួតហើយបាទនៅសល់តែ8ប្រកួតទៀតទេណាគ្រូធាណាបាទហើយមានការសុទ្ធបញ្ចូលទីគ្នាចំនួន280គ្រាប់ហើយក៏សូមអរគុណដល់គ្រូធាជាថ្មីម្ដងទៀតបានមកចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះបាទដើម្បីជួយបកស្រាយនិងធ្វើការវិភាគខ្លះតាក់ទងនឹងការប្រកួតវគ្គ8ក្រុមចុងក្រោយយ៉ាងម៉េចទៅគ្រូធានិងរទ្ធីបាទមានសេចក្តីសុខទេយប់មិញបាទគឺអាហ្សង់ទីននិងប្រទេសស្វីសណោះបាទតស៊ូគ្នាណាតម្រាំនឹងឆ្លងផុតមកវគ្គ8ក្រុមចុងក្រោយនេះបាទពិបាកមែនទេតាក្រុមដែលគេរំពឹងខ្ពស់តែមិនដល់គោលដៅចិត្តតែគិតអីមួយបាទតែមានអីខកចិត្តមានរឿងដែលត្រូវជជែកមានរឿងត្រូវនិយាយឬក៏វិភាគដែរបាទឥឡូវគ្រូធាយើងគិតមើលបាទគឺក្រុមអឺរ៉ុបបាទគឺចំនួន16អស់10ហើយនៅសល់តែ6ទេវគ្គ8ក្រុមណាក្រុមអាហ្វ្រិកបាទគឺចំនួន10គឺនៅសល់តែម៉ារ៉ុកមួយទេបាទអស់9ហើយអាស៊ីធ្លាក់ចេញអូសេអានីធ្លាក់ចេញបាទគឺអស់ហើយអាមេរិកខាងត្បូងមក6នៅសល់តែ1ទេគឺអាសង់ទៀនជើងឯកចាស់ចំណែកតំបន់ CONCACAF ដែលមាន6ប្រទេសហើយសហម្ចាស់ផ្ទះចំនួន3ប្រទេសក៏ត្រូវដើរចេញពីកម្មវិធីទាំងអស់ដែរអស់ហើយអស់លេងហើយអញ្ចឹងយើងមិនដឹងថាឆ្នាំនេះបាទគឺក្រុមអឺរ៉ុបជួបគ្នាឬក៏ក្រុមបាទគឺឡាទីនជួបជាមួយនឹងអឺរ៉ុបដូចជា4ឆ្នាំមុនទេហើយលោកគ្រូធាសង្ឃឹមអាហ្វ្រិកឯងមើលទៅណោះម៉ារ៉ុកមកបើសិនជាកុំជួបលឿនពេកនៅវគ្គ8ក្រុមបើទៅជួបពាក់កណ្ដាលដាច់ព្រាត់អាចរៀងនឹងថឹងយ៉ាងនេះនឹងថឹងណោះបាទតែជួបខ្លាំងពេកហ៎ជួបគីឡូដែលប្រយុទ្ធដាច់គេប្រយុទ្ធល្អលើគេហើយមិនមែនជាប្រេស៊ីលណាបាទអូល្អខ្លាំងណាស់គេថាល្អជាសំណុំបាទលោកគ្រូធាយល់ស្របតាមមតិគេថាចេះគេថាបារាំងឆ្នាំនេះគឺតំបន់ជួមមុខថាដាច់គេអស់ហ្មងមែនទេគ្រូធាមើលដាច់គេមែនទេទាំងការពារនិយាយរួមទៅទាំងការពារទាំងអីបាទអាចរាប់ចូលទៀតទាំងការពារណោះនិយាយរួមគឺសំណុំហើយគេមានជំរឿនច្រើនដូចយើងនិយាយពីមុនថាគេមាន option នៃការប្រយុទ្ធច្រើនឥឡូវមើលធ្វើអត់បែកជាមួយនឹងប្រកួតដែលក្រុមការពារប៉ារ៉ាហ្គាយបាទយើងមើលលេងឌីផងចិត្តសាស្ត្រផងអីផងធ្វើអត់បែកដាក់ឌូអេចូលបែកតែម្ដងបាទចង់មានន័យថាដូចជាដេមបាឡេបាទគឺ Michael Olise បាទគឺអេមបាប៉េហ្នឹងកំពូលហើយដល់កហើយកំពូលហើយគ្រូធាចេះខ្ញុំមើលទៅបារាំងចំនួន26រូបរធាបាទយើងអត់មានរើសអើងទេសូមមកទោសបាទគឺប្រិមិត្តពុកម៉ែបងប្អូនមិនមែនរើសអើងទេមានន័យថាយើងមើលទៅពួកកីឡាករបារាំងចំនួន26នាក់ហ្នឹងគឺ15នាក់ហ្នឹងគឺមកឈាមជ័រអាហ្វ្រិកទាំងអស់ភាគច្រើនណាអាហ្វ្រិកទាំងអស់បាទគឺមិនមែនជាបារាំងសុទ្ធទេឥឡូវគ្រូធាមើលដូចជាអេមបាប៉េកាមេរូនអូលីសេនីសេរីយ៉ាអញ្ចឹងណាបាទគឺហើយដូចដេមបាឡេសេនេហ្គាល់យើងមើលទៅបាទគឺទាំងអស់ឌូអេខ្ញុំមើលទីមើលបាទគឺខូណូតេបាទគឺម៉ាលីបងគេដូចកូដូវ៉ាបាទកូដូវ៉ាបាទគឺម៉ាណេតាកុងហ្គោសាំបាកុងហ្គោបាទគឺខូណេបាទគឺកូដូវ៉ាសាលីបាកាមេរូនខុនដេបានីនបាទអាហ្វ្រិកដែរដេមបាឡេសេនេហ្គាល់អូលីសេអាសេរីចឹងបាទ15នាក់បាទអញ្ចឹងមានន័យថាមិនឈើកូនកាត់ទេកូនកាត់ចឹងណា
ប៉ុន្តែជាបារាំងបាទគឺជំរឿជាតិបារាំងទាំងអស់អញ្ចឹង10 26នាក់ហ្នឹងគឺ15នាក់គឺសិតតែមិនchờកូនកាត់ ចឹងហ្នឹងធ្វើម៉េចបើយើងនិយាយអំពីសារបានមក បាទ ការវិវត្តរបស់មនុ បា ស្ស ទ ពីមួយចំនួនទៅមួយចំនួន បាទ ហើយយើងនិយាយពីយូរលង់មកសិតតែចំនួន កូនកា ដាក់ ត់ អានិគមហ្នឹង ហើយយើងនេះកាត់គ្រូតាតិចដូចថាយើងជាប់សែនជាប់អីហ្នឹងមិនដឹងថាលោកតាលោកយាយតាទួណាមកពីស្រុកចិនអីចឹងឯណោះ បាទ ប៉ាវិតត ហើយ ចឹ បើ ង ប្រទេសនៅក្នុង World Cup ប្រទេសដែលអត់មានជាប់ស្អាយស្រឡាយសញ្ជាតិអីមើលមានដូចតែអាសង់ទីនដូចគឺអត់មានជាប់អីទេហើយអីគេ Norway តែ Norway មានកាត់ខ្លះដែរ មាន នូសា បាទ អាល្លឺម៉ង់មានកាត់ Swiss ក៏មានកាត់ ស្បែកខ្មៅឥឡូវ បាទ អង់គ្លេសមិនបាច់និយាយទេ បាទ Norway តិចតួចទេ បាទ Norway អង់គ្លេសមិនបាច់និយាយទេ បាទអង់គ្លេសក៏ច្រើន បាទ ដូចអាល្លឺម៉ង់ដូចអីចឹងដែរ បាទ តែសុទ្ធដូចមេស៊ីកូអី បាទ ក៏មានកូឡុំប៊ីកាត់មួយដែរ បាទ អីទីមនេះ បាទ បាទ អ៊ីតាលីក៏ចឹងដែរ ហ្នឹងហើយ អ៊ីតាលីពីដើមនៅក្នុងលីកសេរីអាទសវត្សរ៍ទី90ណា បាទ គឺអត់មានកីឡាករស្បែកខ្មៅតលេងទេ បាទ បាទគឺនេះមែនទេគូធាតនណា បាទ ហ្នឹងហើយ អេស្ប៉ាញក៏មានយ៉ាម៉ាល់ បាទហ្នឹងហើយ មានសឹង ហើយ ទាំងអស់ ឥឡូវដូចជានេះ Ryan Seki របស់បារាំងនេះគឺអាសេរី ហឹម ដោយលោក Zinedine Zidane អញ្ចឹងប៉ាហ្នឹងឈាមជ័រនោះអាសេរីនោះទេហើយកូនប្រុសមួយទៅចាំទីឲ្យអាសេរីនោះទេអញ្ចឹងណាវាសិតតែកាត់មកទាំងអស់ហើយអ្នកខ្លះ3សាសហ៎ បាទចឹងអ្នកខ្លះឪពុកម្ដាយជនជាតិដើមមិនតែទៅកើតនៅបារាំងទៅលេបារាំងបានដែរ បាទ បាទជួនកាលអ្នកខ្លះមិនកើតមិនជាមិនចង់និយាយថាកំណើតអីឪពុកម្ដាយមិនមែនជាជនជាតិហ្នឹងទេ បាទ ប៉ុន្តែជីតាធ្លាប់ទៅរស់នៅហ្នឹង បាទ ឬក៏កើតនៅហ្នឹងអញ្ចឹងខ្សែស្រឡាយហ្នឹងក៏គេអាចយកជាឯកសារ បាទ ដើម្បីឲ្យគាត់ជ្រើសរើសជាមួយជាតិគាត់ ឥឡូវដូច Michael Olise នេះណាម្ដាយអាសេរីបារាំងប៉ាណៃជេរីឌីសេរីយ៉ាអញ្ចឹងគាត់3សាសហ្នឹងគាត់ទៅណា ប៉ូទុយហ្គាល់គាត់អត់សូវមានកាត់ដែរប៉ូទុយហ្គាល់ បាទ ដូចប៉ូទុយហ្គាល់សុតច្រើន បាទ បាទហើយ មានអត់ទេប៉ូទុយហ្គាល់ស្បែកខ្មៅក៏ច្រើនដែរ បែកខ្មៅដូច No Mendes អី បាទ តែ បាទ អាច ហ្នឹង កាត់ ហើយ មកខាង Cape Verde អីមកដែរ អរគុណដើម្បីឲ្យកម្មវិធីយើងគេហៅថាសន្ទនាកាន់តែ smooth យើងជុល idol មួយណោះ បាទឈា អ ម រគុណ មួយ គូធាមែនតើ បាទ គូធាថាអធិប្បាយហើយគូធាអើយបានចេកផតខ្ញុំចំណែនប៉ុន្តែខ្ញុំសប្បាយចិត្តបាទគឺសម្ដេចពុកបានប្រទាននិងផ្ដល់ថវិកាប្រមាណទៅគូធាបាទ បាទ$2000 អូយច្រើនមែនតើហើយមានអរគុណដល់សម្ដេចពុកទេបាទមានអរគុណតិចទៅបាទកម្មវិធីយើងបាទ បាទដោយសារមានកិត្តិយសក្នុងការអត្ថាធិប្បាយបាល់ទាត់ World បាទ Cup បាទ ហើយសម្ដេចពុកក៏គាត់បាន បាទ ចូលរួមទស្សនាក៏បានលើកទឹកចិត្តទៅដល់ពិធីករ6នាក់ហើយម្នាក់ៗបានទទួលបាន$2000 អូយ សូ អ ម បអរសាទរអរគុណជូនពរបាទសម្ដេចពុកឲ្យមានសុខភាពល្អលោកចូលចិត្តបាទកីឡាចូលរួមអភិវឌ្ឍចំណាយធនធានដ៏ច្រើន ជាពិសេសបាទគឺនៅពេលបច្ចុប្បន្ននេះគឺសិល្បៈគុណខ្មែរបាទគឺសម្ដេចម៉ែលោកជំទាវកតេបណ្ឌិតណាលោកឧបត្ថម្ភក្លឹបកីឡាប្រដាល់អីគូច្រើនមែនទែនដល់មហាសាលបាទជួយតែម្ដងអរគុណឥឡូវចូលដល់រឿងរ៉ាវយើងបាទគឺការពីយប់មិញនេះយើងផ្ដើមចេញពីក្រុម Defense Champion បាទគឺអាចិនទីណាយប់មិញបាទក្នុងការការពារតំណែងជើងឯករបស់ខ្លួនជួបជាមួយនឹងអេស៊ីបនៅវគ្គ16ក្រុមចុងក្រោយកើតគ្រាប់បាល់ចំនួន5គ្រាប់បាទគឺម្ខាង3ម្ខាង2ការពីវគ្គ32ក្រុមចុងក្រោយជួបជាមួយនឹង Cape Verde នោះគឺ5គ្រាប់ដែរប៉ុន្តែ120នាទីតែយប់មិញនេះគឺត្រឹមតែ90នាទីទេមែនទេបាទគឺ3គ្រាប់ដែរលោកគ្រូធាយ៉ាងម៉េចទៅលោករបូតគ្រាប់បាល់ច្រើនដែរណាការពារនេះក្រុមការពារតំណែងជើងឯកនេះហើយនៅក្នុងកាត់គ្រូធាតិចមុនបកគលជូនខ្ញុំនិយាយជាមួយលោកធីម្សិលមិញតាក់តងនឹងសូម្សិលមិញហ្នឹងគឺក្រុមដែលបានតំណែងជើងឯកហ្នឹងគឺរបូតត្រឹមតែ2គ្រាប់ទេបាទគឺគាត់សម្គាល់មកណាដូចជា98បារាំងរបូត2គ្រាប់2010អេស្ប៉ាញរបូតតែ2គ្រាប់បាទ2018ហ្នឹងក៏របូតតែ2អាល្លឺម៉ង់ក៏របូតតែ2គ្រាប់តែ2គ្រាប់ទេដែលបានមកជើងឯកចឹងណាប៉ុន្តែឆ្នាំនេះយើងមើលអសពគ្រប់ទៅមានតែអេស្ប៉ាញមកត្រឹម5ប្រកួតអត់របូតសោះប៉ុន្តែប្រយុទ្ធដូចជាមិនសូវមុតទេហ្មងគូតែ បាទធម្មតាគឺថា culture football culture របស់អេស្ប៉ាញដែលចាប់ផ្ដើមសាយភាយនៅឆ្នាំ2010ដែលក្លាយជាក្រុមជើងឯកនោះអ្នកណាមិនដឹងថាអេស្ប៉ាញគេមានក្បាច់ទីគីតាកា បាទទីគីតាកា ដែលជាចរន្តបាល់ណាការបំរែបំរួលបាល់ប៉ុន្តែមកដល់ឥឡូវនេះក៏គេនៅតែប្រើហើយបូករួមជាមួយនឹងគុណភាពកីឡាករអញ្ចឹងពេលណាដែលគេលេងចរន្តបាល់បដូរខាងអីច្រើនបើសិនជាប៉ះក្រុមដែលថារៀងចង់ទៅប្រេះគឺភ្លេចខ្លួនណាធម្មតាតឡើងមកប្រេះគឺត្រូវការបង្កើតចំនួនលើសបង្កើតចំនួនលើសមកមានន័យថាពីក្រោយខ្នងខ្សែការពារឬក៏ចន្លោះយើងនិយាយថា gap បាទចម្ងាយពី
ឡាញជួបំរើហើយនឹងជួការពារចាប់បានមានចន្លោះអញ្ចឹងធ្វើឲ្យខ្សែប្រយុទ្ធគាត់អាចរត់មកទទួលបាល់កន្លែងហ្នឹងបានហើយបាល់ទាត់ឥឡូវគេប្រើភាសា break defending line ពេលតែចោះចូលកន្លែងហ្នឹងបានហើយគេអាចបែរបានណាគឺគ្រោះថ្នាក់មែនទែនហើយស្ប៉ាញយើងមើលអាការលេងរបស់គេដែលយកជ័យជំនះទៅលើប៉ូទុយហ្គាល់គេព្យាយាមលេងខាងក្រៅដល់ពេលលេងខាងក្រៅចាប់ផ្ដើមបាល់ដែលប្រែប្រួលមួយគឺគ្រាន់តែសាក់លបងលេងខាងក្នុងគឺបានផលបដ ாய் ពីព្រោះមូលហេតុអីជួនកាលការភ្លេចខ្លួនរបស់ខ្សែការពារដែលគិតថាបាល់ហ្នឹងតែចាប់ដើមលេងនោះទៅខាងក្រៅបាញ់ទៅយ៉ាម៉ាល់បាញ់ទៅខាងក្រៅអាលិកវីលៀមបេណាតែដល់ពេលម្ដងនេះរំពឹងថាគេបាញ់ទៅក្រៅខំការពារកោតលួចមួនបាត់លួចតែ5ម៉ែត្រខុសបាត់ហើយអញ្ចឹងចន្លោះហ្នឹងចាប់ដល់ពេលគេចោះចូលកណ្ដាលវិញអស់ហើយលេងពេលបឆោតហ្នឹងបាទបឆោតកន្លែងហ្នឹងតិចទេយើងទៅសម័យរូបភាពចឹងថាក្រមអឺរ៉ុបភាគច្រើនគេប្រើកលល្បិចលេងគេប្រើភាសាថា tactical ឬក៏ strategy game plan របស់គេលេង tactical ប៉ុន្តែបើប៉ះជាមួយក្រុមអាហ្វ្រិកប៉ះជាមួយក្រុមដែលមកពីទ្វីបផ្សេងគេត្រូវបូកមួយកម្លាំងកាយសម្បទាហើយខ្ញុំនិយាយបែបនេះណាស្អីយើងមើលសេនេហ្គាល់មើលកុងហ្គោមើលអីកាយសម្បទាគេកម្លាំងអញ្ចឹងគេបំបែកបាទគេអាចប៉ះទង្គិចគេអាចឈ្នះជាមួយកម្លាំងនឹងបានប៉ុន្តែបើអឺរ៉ុបយើងខ្ញុំចាំតែហ្គេមនៅតែចាំហ្គេមក្រូអាតមើលអង់គ្លេស tactical មើលមកបែកគ្នាខ្លួនមក 4-2 មកអត់ដូចថាឥឡូវគ្រាន់តែកែបាល់មួយឯងគ្រាន់តែ build up មួយឯងយ៉ាត់យើងទទួលបាល់បានគេចាំមើលហ្មងគេអត់បញ្ញាទេ no rush មកគេចាំមើលប្រយុទ្ធណាមកប្រេះអញ្ចឹងប្រយុទ្ធគេដាក់2សម្រាប់មកប្រេះបាទអ្នកណាមកប្រេះអ្នកចាំទីអញ្ចឹងគ្រាន់តែចលនាមកប្រេះ free ម្នាក់បាត់បើ10ទល់10មួយចាប់មួយឯហ្នឹងអញ្ចឹងបើមានមួយមកយកអ្នកចាំទីនឹងមិនមានមួយទៀត free អញ្ចឹងគេដោះទៅអ្នក free បាត់ហើយនឹងយើងជក់ចិត្តបាទអរគុណគូធាយើងមើលអេស្ប៉ាញជាទម្លាប់របស់គាត់គឺការ ball position បានលើ 50% ទៀតណាជាមួយដៃគូគាត់ព្យាយាមធ្វើអានឹងបានច្រើនកន្លងមកគឺគ្រប់គ្រងបាល់ហ្នឹងគឺលើ 50% ខ្ញុំលើកនេះខ្ញុំសង្កេតឃើញអេស្ប៉ាញតម្លឹកហ្នឹងឯណាបាទពីមុនដូច2010អីបាល់អេស្ប៉ាញលេងអត់មានពីណាសំខាន់ជាងពីណាទេបាទសឹងតែស្មើគ្នាបង្កើតជាប្រព័ន្ធលេងអញ្ចឹងហើយរកគ្រាប់បាទប៉ុន្តែលើឆ្នាំនេះឃើញគាត់ផ្ដោតលើ star ខ្លះដូចយ៉ាម៉ាល់អីបាទបានបាល់លេងច្រើនព្រោះគាត់ជាអ្នកគោក្លុកស្លាប់អញ្ចឹងតែនេះវាប្រែប្រួលបន្តិចនេះការកត់សម្គាល់របស់ខ្ញុំឃើញអញ្ចឹងយើងមើលសង្កេតឃើញមួយទៀតមុននឹងឈានដល់អាសង់ទីននិងអេស៊ីបនេះគឺយើងមើលទៅឆ្នាំនេះគឺអ្នកចាំទីល្អល្អច្រើនណាហើយគ្រាប់បាល់ក៏អត់ឲ្យដល់ពេលនឹងទីវិញក៏មិនសូវលើសដល់6 7គ្រាប់អីដែរគ្រូត្រាមែនទេបាទព្រោះបាល់ដែលគ្រូថ្នាក់គឺអ្នកចាំទីសេវបានច្រើនបាទសេវអ្នកចាំទីច្រើនប៉ូទុយហ្គាល់មួយអេស្ប៉ាញបើដេកូកូស្តាគាត់សេវមិនបានទេបាល់ទេអាចចូល2គ្រាប់ហើយបាត់ហើយបាទអាចមាន2គ្រាប់បាត់តែគ្រាប់ល្អបែរជាអ្នកចាំទីសេវបានហ្នឹងជារឿងសំខាន់ជាជំនាន់អាឡម៉ង់ដែលល្អមិនណយសង្គ្រោះបាល់ដាច់មកបាទហ្នឹងគឺចឹងដូចយប់មិញបាទគឺគ្រីកូរីបាទគឺខូបែលរបស់ស្វីសបាទខ្ញុំឃើញខូបែលនឹងលេងនឹកឃើញស្វីសកាលជាពីយូរ៉ូឆ្នាំ2020បាទយ៉ាន់សុំមើគាត់ចាប់ល្អដែរបាទតែបច្ចុប្បន្នគាត់ចាប់នៅអ៊ីនទ័របាទមកចេញពីក្លាត់បាច់ហើយក្រោយមកបាយ័នមករងដែរដតធ្លាប់ទៅដតម៉ាន់ដែរបាទទៅដតម៉ាន់បាទដតម៉ាន់ហើយក៏មកបាយ័នបាទយ៉ាន់សាមើមកបាយ័នដែរបាទមកបាយ័នដែរហើយបាយ័នលក់ទៅអ៊ីនទ័របាទលក់ទៅទៀតបាទអរគុណឥឡូវយើងចូលទៅដល់បាទគឺគូយប់មិញបាទគឺរវាងអាចិនទីណាជាមួយនឹងអេស៊ីបបាទគឺជើងខ្លាំងរបស់អាហ្វ្រិកយប់មិញនេះបាទគឺអាហ្វ្រិកនេះបាទគឺខ្ញុំមើលទៅចុះដូច9ដែរលោកទូត្រាមិនដែរទូត្រាបាទយុទ្ធសាស្ត្រនៃការលេងយប់មិញហ្នឹងអាសង់ទីនចង់បាសសក់ដែរហ្នឹងខ្ញុំតែងតែនិយាយភាសាមួយថាក្រុមត្រូវដឹងពីខ្លួនឯងនិងស្គាល់ពីគេពេលណាដែលយើងដឹងពីខ្លួនឯងថាយើងកម្រិតនៅកន្លែងណាយើងត្រូវបែងចែករបៀបលេងហើយដល់ពេលស្គាល់ពីគេថាគេខ្លាំងចំណុចខ្លាំងអីអញ្ចឹងក៏ត្រូវរៀបចំ deal how to deal with them ណាធ្វើម៉េចទប់ស្កាត់គេបានអាចចំណុចខ្លាំងរបស់គេហ្នឹងអញ្ចឹងវាជារឿងមួយល្អនៅក្នុងបាល់ទាត់ដែលយើងឃើញថាជាក្រុមដែលមានប្រៀបត្រូវលេងជាមួយនឹងក្រុមដែលរំពឹងនៃការការពារហើយគ្រប់ក្រុមទាំងអស់ចាប់ផ្ដើមមកទោះបីជាក្រុមហ្នឹងមានលក្ខណៈប្រយុទ្ធឬក៏ការពារក៏តែមានពេលខ្លះមានបាល់ឡើងទៅរំកិលទៅគ្រប់គ្រងនៅទឹកដីគេប៉ុន្តែពេលខ្លះបាត់បាល់ទុកឲ្យគេលេងតម្លាក់មកទឹកដីខ្លួនឯងដូចបាល់បោះឥឡូវទីធ្លាប់មើលបាល់បោះដឹងហើយបាល់បោះមិនគ្រាន់តែប្រយុទ្ធគេហើយចាប់ដើមតម្លាក់មកទឹកដីខ្លួនឯងលឿនហ្មងឥឡូវបាល់ទាត់គឺអញ្ចឹងដូចគ្នាលេងស្លាយទីបាល់បោះយ៉ាងគ្រាន់តែអូខេបើថាខូចបាល់កុំឲ្យគេលេងទៅមុខយ៉ាងច្រើន break counter attack ឬក៏ delay កុំឲ្យគេលេងមកមុខទេប៉ុន្តែបើគេលេងទៅក្រោយរំដោះខ្លួនបាន
តម្លាក់មកបណ្ដោយ ធ្លាក់មក បាទ វូ តម្លា អ ក់ ស់ មក លេង ចូលចាំទឹកដីខ្លួនឯងអា compact defense នេះគឺសំខាន់ណាស់អញ្ចឹង បាទ ក្រុមដែលមានកម្រិតស្ទើរនៃការរក្សាបាល់គឺភាគច្រើនគឺគាត់តម្លាក់មកហើយ បាទ បាទ បាទឬក៏ស្ទើរនៃការទៅ press បាទ ព្រោះទៅ press ចាញ់បោកណាដូច បាទ ខ្ញុំនៅតែនិយាយថា Brazil ចាញ់បោក Norway បាទចេញមកទៅពេល បើសាច់បាល់ គាត់ យើង ទៅ មើល press បាទ បាទ នៅពេលដែល Odegaard នៅពេលដែល Berger គាត់មានបាល់ ហឹម គាត់ធ្វើលើបប៉ះទៅប៉ះមកប៉ះទៅប៉ះមកខ្សែប្រយុទ្ធរបស់ Brazil ចាប់ផ្ដើមទៅទៀត បាទ ជ្រួលទៅ អាឡាញខាងមុខចាប់ផ្ដើមទៅអង្គល តិចៗ តម្លាក់មកឲ្យ Nichland បាទ ដាក់មួយជើងមក បាទ មក Holland ហឹម Holland ដកដើមទ្រូងតម្លាក់មកឲ្យអ្នកទទួលបាល់ទី2គេរៀបផែនការអ្នកទទួលបាល់ទី2ហើយណា បាទ អញ្ចឹងគាត់ថាធ្លាក់បាល់លើមកដល់អ្នកទី2 Norway ប្រយុទ្ធបាត់ បាទ អាហ្នឹងចំណុច បាទ ពេលខ្លះគេហៅ trick បាទ ដើម្បី build up ឥឡូវខ្ញុំមកសារនិយាយថា build up ហ្នឹងគឺ trick build up បាទ ពីមុនយើងឃើញហើយចាប់ផ្ដើមកែបាយម្នាក់ MT មកពេលបោះផែនការរំដោះខ្លួនតម្លាក់ដូរខាងអីចឹងប៉ុន្តែឥឡូវអត់ទេអ្នកការពារប៉ះឲ្យអ្នកចាំទីជួនកាលបាញ់យកហ្មងព្រោះគេឃើញគេបោកឲ្យខ្សែប្រយុទ្ធនោះត្រៀមទៅប្រេះអញ្ចឹងដល់ពេលប្រយុទ្ធត្រៀមទៅប្រេះ line defense ចាប់ផ្ដើមមានកម្រិតហើយបំរើចាប់ផ្ដើមទៅមុខឬទៅក្រោយ បាទ ពីព្រោះអ្នកទៅមុខប្រេះរឿងអីបំរើនៅឈរក្រោម បាទ គាត់មិនទៅដែរ បាទ គ្រាន់តែរំកិលប្រហែលជា10ម៉ែត្របាញ់ផ្លិច ផ្លឹប បាទអញ្ចឹងប្រយុទ្ធដែលមានគុណភាពល្អរក្សាបាល់ហើយនឹងបានទៅបាន បាទ tactical លេងបឆោត បាទ បាទគេហៅថាបឆោតទាញកម្លាំងណា បាទ ទាញឲ្យឡើងមកគេទៅវិញ អរគុណបាទឃើញថាសម្រាប់យប់មិញនេះបាទគឺមានការកត់ត្រាច្រើនដែរ បាទ ឧទាហរណ៍ណា បាទកំណត់ត្រា កំណត់ត្រាមានន័យថាអេស៊ីបគាត់ដមមុខអាសង់ទីនទម្រាំនឹងបាទគឺអាសង់ទីនធ្វើបានគ្រាប់ទី3ដែលជាគ្រាប់ជ័យជំនះដោយកីឡាករខ្សែការពារអេនសូហ្វឺណានដេសនោះសុទ្ធគ្រាប់ទី3នៅនាទី90បូកហ្នឹងគឺជាគ្រាប់បាល់ទី3000គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ចាប់តាំងពីឆ្នាំ1930មក បាទ បាទគឺគ្រាប់3000យើងអត់បូកជាមួយនឹងគូផ្សេងដែលលេងបាល់ពេនឹងទីនេះទេ បាទ បាទគឺត្រឹមហ្នឹងហើយមួយទៀតបាទគឺមេស៊ីដែលគាត់ធ្វើបានមួយគ្រាប់ហ្នឹងគាត់ជាកីឡាករដំបូងគេដែលសុទ្ធបាននៅវគ្គ knock out stage បានន័យថាវគ្គចាញ់ចេញហ្នឹង6ប្រកួតជាប់គ្នា អូ បាទគាត់ធ្វើបានល្អណាស់អញ្ចឹងណាប៉ុន្តែយើងនិយាយពីគុណផលនិងសមត្ថភាពរបស់គាត់យកមិញតិចចុះបាទគឺខ្ញុំជួយថែមចាំគូត្រាជួយថែមបច្ចេកទេសតិចខ្ញុំមើលទៅគាត់ដូចជាសាំដែរទេហើយបើខ្ញុំមើលទៅថាដូចជាទេវតាប្រទានឲ្យគាត់នឹងដាច់គេយ៉ាងម៉េចនៅក្នុងសម័យនេះដូចថាលមមដែរទេប៉ុន្តែមុតរួមក្រុមដូចជាខាងក្រោមប្រឹងសម្រាប់គាត់ខ្លាំងណាស់ខ្ញុំមើលទៅបាទហើយគាត់ហ្នឹងក៏ដូចជាមិនសូវមានឱកាសមកណាប៉ុន្តែដូចជាសំណាងហ្មងរដ្ឋី បាទ មើលទៅដូចជាសំណាងបូកផ្សំគាត់ជួយឲ្យគាត់ហ្នឹងកាន់តែលឹកធ្លោទៅ បាទ ឥឡូវនេះឈរនៅលើគេទាំងអស់ អាសង់ទៀនជំនាញហ្នឹងបាល់សំណាងច្រើនបំផុតហើយ អញ្ចឹងណ៎ បាទបើយើង បាទ និយាយទៅគេនាំមុខ 2-0 នៅហ្នឹងហើយ ហ្នឹង បាល់វគ្គនេះហើយផ្ដល់10នាទី បាទ20នាទីចុងក្រោយធ្វើបាន រកបាន 3 3គ្រាប់ បាទ អញ្ចឹង 20 បាន នាទី ថា ចុងក្រោយ អាសង់ទៀនជំនាញគឺបាល់ឈ្នះនឹងសំណាងទេបាទអញ្ចឹងម៉ាត់ខ្លះក៏យើងឃើញល្អម៉ាត់ខ្លះក៏យើងគិតថាយើងល្អហើយបើយើងខ្វះសំណាងវាអត់ទៅរួចទៀត បាទ ដូចអេស៊ីបគ្នាល្អណាក្នុងប្រឹងនាំមកអាសង់ទៀន2គ្រាប់ បាទ អត់សំណាង អត់ ធ្លាក់ បាទ សេនេហ្គាល់ល្អហើយនាំមុខបេលហ្សិក2គ្រាប់អត់សំណាងបេលហ្សិក បាទ វាបកដូចអាសង់ទីនជំនាញ បាទ ហើយអញ្ចឹង គូត្រាយើងមើលមេស៊ីហ្នឹងខ្ញុំគិតថាសំណាងបូកផ្សំនឹងគេឈ្មោះរបស់គាត់កាន់តែឡើងទៅដោយសារអីគូត្រាពេលដែលនេះយើងអត់ឃើញគាត់លេងនៅតំបន់កណ្ដាលឃើញមកគៀននេះវិញហ្នឹងបាច់តែគូត្រាកន្លែងហ្នឹងបាទ ចលនារបស់ Messi យើងកលេចទៅ4ឆ្នាំមុនឬ8ឆ្នាំមុនគាត់ថា Messi បានបាល់មនុស្សមិនតិចទេពី3ទៅ4នាក់មក តោង មកតោងមកក្តោបយកមកពីព្រោះគាត់ជាអ្នកចរន្តនៃការចែកចាយបាល់ បាទ គាត់ជាអ្នកបោកគេឲ្យគេមក មករកគាត់ ហើយបដូរខាងទៅរក បាទ មនុស្សដែលតនេ បាទ ដៃគូដែលតនេអញ្ចឹង បាទ គាត់បង្កើត space create តំបន់ប្រយុទ្ធឲ្យដៃគូច្រើន បាទ បាទ ប៉ុន្តែនេះពេលបច្ចុប្បន្នឥឡូវយើងកម្រឃើញតែមក3នាក់មករួមដូចឥឡូវ បាទ មកហុំព័ទ្ធគាត់ឥឡូវ បាទ ប៉ុន្តែគាត់បកកែរកទីតាំង បាទ បាទគាត់បកកែរកទីតាំងហើយតែនៅពីមុនណាគេមកក្តោបប៉ុន្តែឥឡូវខ្ញុំពុំឆ្ងល់ថាពេលខ្លះគាត់នៅបាល់ជាប់ជើងមេស៊ីគេតម្លាក់ទៅបាត់ បាទ គេទុកឲ្យមេស៊ីចែកហើយគេទៅចាំចាប់អ្នកដែលអត់បាល់វិញអ្នកដែល off the ball វិញ បាទ មានន័យថាពេលដែលមេស៊ីប៉ះទៅដៃគូគឺបានគេធ្វើចលនាជាមួយដៃគូអញ្ចឹងជារឿងមួយដែលគិតថារបៀប style នៃការចាប់មេស៊ីនៅពេលនេះមានការផ្លាស់ប្ដូរច្រើនបាទអញ្ចឹងហើយបានមេស៊ីគាត់តាមពិតគាត់អត់ចលនា mobility របស់គាត់អា dribble the ball ដូចមុនទេត្រង់ បាទ ពីមុនគាត់ទៅលេងខាងស្ដាំគាត់ទាញចូល ទាញចូល គាត់អីឥឡូវអត់មានចលនា បាទ អត់ទេអត់ ប៉ុន្តែ បាត់ មេស៊ីគេថាខ្សែប្រយុទ្ធទៅខ្លាយទៅជាខ្សែប្រយុទ្ធសមោលហើយ បាទ សាដូ striker ហើយ ហ្នឹង បាទ ហ្នឹងហើយ ពេលដែលគេលេងចាប់គេគិតថាអ្វីរបស់គាត់ចលនារបស់គាត់ អស់ហើយ បាទចាប់ផ្ដើមអត់សូវមានសកម្មភាពគេចាប់ផ្ដើមទៅចាប់អ្នកអត់បាល់
អញ្ចឹងដល់ពេលហើយជួនកាលគាត់បញ្ជូនទៅឥឡូវយើងខ្ញុំចាំបានបាល់មួយដែលគាត់ទាត់ភាគច្រើនណាពេលដែលគាត់រកបាល់បានគឺអាបាល់ដែលខាត់បេកបាល់ចេញទៅខែខាត់បេកហើយគាត់ភាគច្រើននៅលើអាដបូលទូកនេះហ្នឹងហើយទាត់ចូលពីកន្លែងហ្នឹងហ្មងក្រៅប្រអប់ទីបាទក្រៅប្រអប់បាទប៉ុន្តែបើនៅក្នុងប្រអប់ក៏នៅម្ដុំដបូលទូកហ្នឹងដែរបាទលីងប្រហែលជា5-10ម៉ែត្រ4-10ម៉ែត្រអីហ្នឹងបាទហើយគ្រូតាយើងសង្កេតឃើញគាត់មួយទៀតមានន័យថានៅពេលដែលចប់ការប្រកួតគឺគាត់តែងតែយំហើយនឹងនិយាយរួមមកអ្វីដែលគាត់បញ្ចេញមកគឺអរគុណដល់មិត្តរួមក្រុមហ្នឹងហ្មងគឺថាធ្វើដើម្បីគាត់ណាសឹងហើយក៏សឹងតែគ្រប់កីឡាករដែរទឹកភ្នែកមកបាទមិនមែនតែមេស៊ីទេបាទលុយឌីអាយុមិញក៏យំបាទទាំងអ្នកធ្លាក់ទាំងអ្នកជាប់សិតតែយំហ៎ឡើងទៅសិតតែរឿងដែលបើខាប់រឿងនេះដូចក៏ជ្រុលទាំងអ្នកគ្រប់គ្រងគាត់ថាច្រៀងចម្រៀងជឿតយំហ្នឹងភ្នែកទៅអីមកហើយឥឡូវយើងដូចថាអស់ចិត្តអីចឹងเนาะប៉ុន្តែចង់បន្ថែមព័ត៌មានមួយបាទគឺមុននឹងឆ្លងទៅដល់គូមួយទៀតណាតាក់ទងមកសិនមិញនេះរទ្ធីបាទខ្ញុំទទួលការផ្ដាំផ្ញើពីលោករដ្ឋាភិការដែលគាត់ចំណេះជំនាញដូចគ្រូធាអញ្ចឹងដែរតាក់ទងនឹងរឿងថាលោកត្រាំបាទគឺគាត់តវ៉ាគឺដើម្បីឲ្យកីឡាករខ្សែប្រយុទ្ធរបស់គាត់អាចលេងនោះគាត់ថាយើងចោទគាត់គឺអត់ត្រូវទេគាត់ចង់មានតែអញ្ចឹងណាគាត់មានអង្គហេតុមានន័យថានៅពេលដែលកីឡាករប្រកួតដែលទទួលបានកាតក្រហមហ្នឹងយើងនិយាយពីច្បាប់ម្សិលមិញហើយថាមានន័យថានៅពេលដែលជាប់ពេលទទួលកាតក្រហមណាត់បន្ទាប់គឺត្រូវពិន័យជាអូតូម៉ាទិកមែនទេគ្រូថាប៉ុន្តែមុននឹងបានចូលវិញក៏ដោយយើងត្រូវធ្វើអូតូមានន័យប្តឹងប្រើរយៈពេលយូរប៉ុន្តែដោយសារការប្រកួតហ្នឹងគឺវាចាំបាច់វាសំខាន់គឺត្រូវធ្វើលឿនហើយតាត្រាំហ្នឹងគាត់ថាសួរថាឲ្យជួយពិនិត្យមើលថាកំហុសហ្នឹងវាជាកំហុសមួយដែលធ្ងន់ធ្ងរទេអីចឹងណាបាទនៅក្នុងរឿងហ្នឹងបាទនៅក្នុងរឿងហេតុការណ៍ដែលកើតឡើងហ្នឹងហើយជាពិសេសគណៈកម្មការពិន័យពួកក្រុមដែលទទួលហ្នឹងគឺថាគេនឹងឆ្លើយតបភ្លាមដោយសារជាការស្នើសុំព្រោះថាការប្រកួតវាជាណាត់សំខាន់របស់គេដែលគេត្រូវការអញ្ចឹងគេឆ្លើយមកភ្លាមគេថាអត់ខុសទេយើងទេដែលយល់ថាខុសយើងថាគាត់យកអំណាចទៅធ្វើអន្តរាគមន៍នេះការបកស្រាយមិនយល់យ៉ាងម៉េចដែររទ្ធីបាទខ្ញុំថាធម្មតាទស្សនៈដែលគិតថាទៅរកអីមួយដែលគិតថាជារឿងខុសរឿងត្រូវប៉ុន្តែបើនិយាយទៅគឺការនិយាយរបស់យើងការលើកឡើងរបស់យើងក៏អត់ខុសដែរព្រោះយើងមានទស្សនៈយ៉ាងខ្លួនហ្នឹងហើយហើយខ្ញុំវិញខ្ញុំគិតថា100%ខុសហ្មងហ្នឹងហើយយើងអត់គ្នាវាមិនអាចខ្ញុំអញ្ចឹងដែរក្លុកមកបាទហើយឥឡូវខ្ញុំសួរថាបើសិនគាត់ធ្វើគាត់នៅឲ្យស្ងៀមហើយប្រធានសហព័ន្ធបាល់ទាត់អាមេរិកអ្នកធ្វើវិញបាទអានោះវាអត់មានរឿងអីទេឥឡូវយើងនិយាយចេះឥឡូវគាត់ជោគជ័យនេះសំណាងបេសិកអត់បញ្ហាអត់មានបញ្ហាបេសិកចុះឥឡូវបើបេសិកអត់លេងយកទៅឈ្នះទៅបាទអាហ្នឹងវាទៅយើងអាក្រក់ហ្មងអាហ្នឹងគេថាអើយមក9ក្រុមហ្នឹងមកវគ្គ quarter final 9ក្រុមហើយប៉ុន្តែចេះមួយទៀតប៉ុន្តែឥឡូវសួរសំណួរមួយថាតើគាត់ចង់ធ្វើឲ្យកម្មវិធីហ្នឹងគេមានការចាប់អារម្មណ៍ឬយ៉ាងម៉េចអាហ្នឹងទី1ប៉ុន្តែអ្វីដែលសម្រាប់នៅពីក្រោយជោគជ័យរបស់តាត្រាំនេះជោគជ័យខ្លាំងណាក្នុងការធ្វើជាម្ចាស់ផ្ទះរទ្ធីចំនួនអ្នកចូលរួមកាន់តែច្រើនទំហំទឹកប្រាក់មានរហូតដល់យើងប្រាប់ម្សិលមិញហ្នឹងគឺ9កដកសញ្ញា$5000 លានទៅហើយពីចំណូលនៃការរៀបចំហ្នឹងមិនមែនធម្មតាទេច្រើនមែនតើហើយមួយទៀតដែលខ្ញុំមានសំណួរថាហេតុអីបានលោក Gianni Infantino នឹងឲ្យពៀនគេហៅថាសន្តិភាពរបស់ FIFA ទៅជូនតាត្រាំ Peace Prize Peace Prize FIFA Peace Prize អញ្ចឹងទៅយើងមើលអត់ឃើញអីទាំងអស់ប៉ុន្តែគេឲ្យមកថាបងង៉ែតឯងមើលអត់ឃើញទេប៉ុន្តែជាការដឹងគុណរបស់លោក Infantino ហ្នឹងគឺគ្រប់គ្រងឲ្យគាត់ឡើងជាប្រមុខសហព័ន្ធបាល់ទាត់ពិភពលោកមានន័យថាសម័យលោក Joseph Blatter ត្រូវកំទេចចោលហើយដោយសារអំពើពុករលួយជាមួយនឹងលោក Michel Platini មកសេរីហ្នឹងគឺខ្ទេចទាំងអស់ហើយបានគ្រប់គ្រងលោក Gianni ហ្នឹងគឺឲ្យធ្វើជាប្រមុខបាល់ទាត់ឲ្យរីកចម្រើនដល់សពថ្ងៃអញ្ចឹងគឺជាការដឹងគុណមួយសម្រាប់ហ្នឹងតែយើងមើលមិនឃើញខ្ញុំមើលអត់ឃើញណែវាទៅជាចេះវិញរឿងទីក្នុង FIFA ច្រើនណាបាទហើយបើយើងនិយាយពីអតីតសហព័ន្ធបាល់ទាត់អាស៊ីបាទអីគេប៊ិនមូហាម៉េតប៊ីនហាសាន់ប៊ីនហាម៉ាន់បាទគេចោទគាត់ចង់ទៅដដើមគាត់ចង់ទៅបញ្ចេញយកបេក្ខភាពបោះឆ្នោតជាប្រធានសហព័ន្ធ FIFA បាទប្រធាន FIFA ចុងក្រោយគាត់ទៅសោកក្រុមនេះសោកប្រទេសនេះដើម្បីបោះឆ្នោតគាត់គឺចាប់គាត់ស៊ីសនុកសោកប៉ាន់ Seplater ក៏អញ្ចឹងបាទឥឡូវបើយើងនិយាយថាបាទលោកត្រាំទៅគ្រប់គ្រងមានសម្លេងនៃការគ្រប់គ្រងសម្រាប់លោក
Infantino បាទក៏ជារឿងដែលខុសដែរបាទហ្នឹងសិតរឿងសោកប៉ាន់ បាទរឿងសោកប៉ាន់ បាទអញ្ចឹង ប៉ុន្តែមានតែអាមេរិកមួយធ្វើអត់ខុសណា បាទអា នេះ នេះ គឺយ៉ាងហ្នឹង យើងគួរតែ អូខេឥឡូវ គួរតែបាក់និយាយថា all limit អាហ្នឹងមិនខុសសម្រាប់អាមេរិកតែ អ្នកមតិទៅ បាទ កែវនៃ ខុសរឿងអាមេរិក អញ្ចឹង មិនខុសរឿងរបស់គាត់ ថ្ងៃនេះដែលខ្ញុំនិយាយមិញហ្នឹងគឺខ្ញុំនិយាយមតិមួយទៀតដែលផ្ទុយពីម្សិលមិញណាបាទអូខេអញ្ចឹងចប់ត្រឹមហ្នឹងចោះអញ្ចឹងយើងទៅដល់គូមួយទៀតបាទគឺរវាងស្វីសនិងកូឡុំប៊ីមកពីអាមេរិកខាងត្បូងតស៊ូគ្នារយៈពេល120នាទីអត់មាន concede goal ទេត្រូវកាត់សេចក្តីដោយពេលនឹងទីហើយប្រទេសស្វីសបានយកឈ្នះកូឡុំប៊ីក្នុងលទ្ធផល4-3 បានឈានទៅប្រកួតវគ្គ8ក្រុមចុងក្រោយជាលើកដំបូងរយៈពេល72ឆ្នាំបន្ទាប់ពីធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ1954អញ្ចឹងមិនដែរយប់មិញស្វីស អញ្ចឹងស្វី កាន់តែអ៊ីនល្អទៅបាទ ស្វីឡើង ចូលអាសង្គ្រាម ក្រុមចុងក្រោយ4ដងហើយ បាទ4ដងហើយ តែទាំងតែគេជោគជ័យ បាទជោគជ័យរបស់គេណា បាទគូនេះខ្ញុំអធិប្បាយដែរហើយខ្ញុំគិតថានឹងមានក្របច្រើនប៉ុន្តែមិននឹកស្មានថា0-0 ហ្នឹង ព្រោះប៉ះទង្គិចការលេងទៅមុខលឿនគ្រប់សពបែបយ៉ាងប៉ុន្តែប្រសិទ្ធភាពយើងនិយាយប្រសិទ្ធភាពការបញ្ចប់ទីហើយនិងការបង្កើតឱកាសបានត្រឹមតែលេងពីក្រោមចង្វាក់ប្រយុទ្ធ counter បាទ ការប៉ះទង្គិចខ្លាំងប៉ុន្តែទាំងពីរក្រុមគឺអត់ដូចគ្នាដោយពឹងផ្អែកបាទដូចខាងកូឡុំប៊ីគឺពឹងផ្អែកខាង DRC លវីយ៉ា បាទដល់ពេលគេក្តោបអាចចំណុចសំខាន់បានហើយ បាទ គឺទៅជារឿងធម្មតាទៅដល់កន្លែងសំខាន់ត្រឡប់មកក្រោយ បាទ បាទបានតែត្រូវបដូរតែលបឿនប្រយុទ្ធបន្តិចទេអញ្ចឹងខ្ញុំមើលអាចង្វាក់ប្រយុទ្ធអា momentum របស់ការប្រកួត game ទាំងពីរហ្នឹងគឺបានតែទៅទេប៉ុន្តែទាត់ទីអាគោលធំអាប៉ុនប៉ងការទាត់ទីស្អីហ្នឹងវាអត់ជារឿងដែលរស់រវើកនៅក្នុងបាល់ទាត់ទេហើយប្រយ័ត្នរៀងខ្លួនបាទប្រយ័ត្នរៀងខ្លួនផងការប៉ះទង្គិចច្រើនផងចុងក្រោយអូសកាឡាទៅដល់ហើយមើល15នាទី2ដងសឹងតែអត់ចង់លេងប្រយ័ត្នរៀងខ្លួនហើយគឺគិតថាគេអាចនឹងទៅដល់ពេលនាទីជោគជ័យរបស់គេបាទមានអ្នកចាំទីណាល្អមិនត្រូវចុងក្រោយគេក៏ Kobel បាទដើរតួជាតួអង្គសំខាន់បដ ாய் យប់មិញនេះឃើញអ្នកដែលខកចិត្តជាងគេគឺ James Rodriguez កាលពី12ឆ្នាំមុននៅប្រេស៊ីល2014មែនទេបាទគាត់គឺជាអ្នកឈ្នះស្បែកជើងមាសបាទសុទ្ធបាន6គ្រាប់ហើយគាត់ជួយឲ្យកូឡុំប៊ីនឹងទៅវគ្គ8ក្រុមចុងក្រោយតែគាត់ម្ដងគាត់គាត់លេងយប់មិញនេះគឺ131ប្រកួតហើយចឹងសោកស្ដាយមែនតើប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺការទាត់ពេលនឹងទីមិនចូលទីធ្វើម៉េចឥឡូវខ្ញុំចាប់អារម្មណ៍ថាមិនក៏បំរើឬក៏ប្រយុទ្ធអត់សូវទៅទាត់ហ្នឹងហើយមកប្រយុទ្ធខ្លាចហ្មងបាទអាល្លឺម៉ង់ខ្ញុំនិយាយទៅលើអំណះអំណាងមួយបាទអាល្លឺម៉ង់ហើយនឹងអង់គ្លេសកីឡាករបើសិនជាឈានចូលដល់ពេលនាទីកីឡាករអត់ចង់ទាត់ទេបាទព្រោះឲ្យមានសម្ពាធ pressure របស់គាត់ចង់ថាគាត់មកខំលេងឲ្យជាមួយជាតិហើយ deal ពូជបោគាត់ដាក់បន្តិចបដាសាគាត់ណាអញ្ចឹងអារឿងអស់នោះវានៅក្នុងដែលយើងចំណាំនិយាយថា own enemy ត្រូវខ្លួនឯងចាស់ល្មងមើលគេជោគជ័យជីវិតលីកអាជីពរបស់គេហើយដល់ពេលមកដល់អាទាត់ពេលនាទីអត់ចូលគេ deal បដាសាដូចអូស៊ីលបត់ពិសោធន៍អូស៊ីលស្រាប់ហ្នឹងទាត់ចូល hero ទាត់អត់លេអត់កើតនៅក្នុង2018ខ្លាយទៅជាទូគីជនភាសឹកស្អីណានៃ deal ពូជបោគេបាត់អាហ្នឹងអត់ចូលទូគីទាត់ចូលអាល្លឺម៉ង់អាហ្នឹងយើងនិយាយថាបាល់ទាត់ប្រទេសណាតែយើងនេះអាជីពនេះអត្ថាធិប្បាយនេះដូចលោកហងង៉ែដូចខ្ញុំលោកភាសភក្ត្រាតែនិយាយត្រូវអារម្មណ៍បងប្អូនអ្នកទស្សនាតែគាត់គិតថាត្រូវអត់អីទេគាត់សាទរតែខុសចិត្តគាត់ពីរនាក់អីខុសពីគាត់អីហ្នឹងគាត់ចាប់ផ្ដើមអាសរួមបាទអាសរួមមកយើងឥឡូវខ្ញុំចាំមួយទៀតតាក់តងនឹងកំហឹងទល់នឹងកំហល់ព្រឹកមិញនេះគឺសារព័ត៌មានបាទគឺរបស់ប្រទេសប្រេស៊ីលបានចុះផ្សាយឃើញទេបាទគាត់មានន័យថាប្រេស៊ីលនេះគឺលោកអត់ជោគជ័យ24ឆ្នាំហើយអញ្ចឹងមានន័យថាគាត់ search អស់ហើយបាទគឺថាគ្រូនៅក្នុងស្រុកលែងយកហើយណាគ្រូធានណាដើម្បីផ្ដល់សេចក្តីទុកចិត្តរកគ្រូលំដាប់កម្ពុជាបាទគឺរបស់ពិភពលោកទៅដឹកនាំក្រុមដើម្បីកែប្រែឲ្យជំរឿជាតិនឹងបាទគឺបានឈានទៅផ្ដាច់ព្រាត់ឬក៏ទទួលបានជើងឯកជាលើកទី6ដងក្នុងប្រវត្តិសាស្ត្រអញ្ចឹងទៅឥឡូវនេះសារព័ត៌មានបាទគឺប្រេស៊ីលបានចុះផ្សាយថាលោកកាឡូអាសេឡូទីនេះគឺជាអ្នកធ្វើឲ្យខូចបាល់ប្រទេសប្រេស៊ីលនិងធ្វើឲ្យបាល់ទាត់ប្រទេសប្រេស៊ីលគ្មានប្រជាប្រិយភាពហើយគាត់លើកឧទាហរណ៍មកគាត់លើកចំណុចមក highlight មានន័យថាការប្រកួតនេះគូម៉ារ៉ាស់ប្រូណូគូម៉ារ៉ាស់ទាត់ពេលនឹងទីអត់ចូលគាត់ថាបើចោះកាស៊ីម៉ារ៉ូនិងវីនីស៊ើសជូនញៀមិនឲ្យទាត់អានោះទី1ទី2បាទគឺ big name superstar ល្បីឲ្យលេងនៅនាទី79គឺណេម៉ាបាទហ្នឹងគឺជាកំហុសរបស់គ្រូចុះបាទចាប់ផ្ដើមចេះទឹកបាញ់ដាក់គាត់ណា
អញ្ចឹងពិបាកមែនតើណាអាហ្នឹងមិនមែនជាជនជាតិ បាទ គេ បាទ គាត់ដឹកនាំគេល្អដឹកនាំគេល្អ ឥឡូវ អីទេ ខ្ញុំលើកឡើងវិញ បាទ មុននឹងប្រេស៊ីលធ្លាក់ប្រេស៊ីលលេងពីក្នុងពូមកស៊ីហូហែឈ្នះអូលោកកាឡូសិលទីល្អមែនប្លង់គាត់លេងល្អមែនចប់ពីគាត់ធ្លាក់ចាប់ផ្ដើមចេញ ហ្នឹងហើយចេញមកណា បាទ ហើយដាក់ធំដាក់ធំ តែពេលរើសដបងទៀតនោះ ហ្នឹងហើយ ហើយលោកទូខែលហ្នឹងក៏មកសញ្ញាគេរីគុណខ្លាំងដែរ អូបាញ់និយាយទេបាទ តែឡម៉ង់នេះគ្នាឈ្នះកូដវ៉ា បាទ បាទឈ្នះកូដវ៉ាចុងមកហ្នឹងក៏ឌីលឌៀមដែរ ហ្នឹងហើយ គីឡូមួយកូដវ៉ាមិនក៏តតមិនគេឈ្នះ អាហ្នឹងគេហៅថាអ្នកមានមាត់ក៏ចាំតែចេះតែនិយាយទៅបាទតែអ្នកគេធ្វើហើយបើគាត់មិនល្អអីមិនល្អយកគាត់មិនដឹកនាំធ្វើអី តែជនជាតិអាល្លឺម៉ង់ហ្នឹងគាត់មានអំណួតមួយថាអាល្លឺម៉ង់គឺនៅសហភាពអឺរ៉ុបហ្នឹងគឺស្អីក៏លេខ1ដែរដូចអង់គ្លេសអញ្ចឹងណាធ្វើអីក៏លេខ1អត់ចាញ់គេទេហើយការលេងបាល់ឡើងទៀតមានន័យថាជាលើកដំបូងហើយដែលអាល្លឺម៉ង់ចាញ់បាល់ពេលនឹងទីមិនដែលមានទេបាទគឺនៅក្នុងប្រវត្តិសាស្ត្រ World Cup ហ្នឹងគឺអត់ដែលមានទេចាប់តាំងពីគាត់ចូលរួមមកគឺចាញ់ម្ដងគត់គឺចាញ់ជេកូស្លូវ៉ាគីពានរង្វាន់អឺរ៉ុបទេគឺនៅវគ្គផ្ដាច់ព្រាត់76ក្រៅពីហ្នឹងអាល្លឺម៉ង់មិនដែលចាញ់ទេអញ្ចឹងគាត់ចាប់ផ្ដើមប៊ូលីថែមទៀតទៅបាទអរគុណឥឡូវយើងបិទត្រឹមហ្នឹងមានន័យថាបន្ទាប់ពីប្រកួត96ប្រកួតសុទ្ធបញ្ចូលទីគ្នាបាន280គ្រាប់គឺចប់ត្រឹមហ្នឹងហើយឥឡូវចូលដល់ណាត់សំខាន់ហើយវគ្គ quarter final បារាំងជួបជាមួយនឹងម៉ារ៉ុកអេស្ប៉ាញជួបជាមួយនឹងបែហ្សិកអង់គ្លេសជួបជាមួយនឹងន័រវេហើយអាសង់ទីនជួបជាមួយនឹងស្វីសបាទគឺសូមលោកគ្រូធែបាទជួយបកស្រាយតិចមើលគូសំខាន់បាទគឺដែលត្រូវលេងនៅរាត្រីព្រឹកស្អែកបារាំងជួបជាមួយនឹង យកថ្ងៃប្រហោះ ឆ្លងចូល បាទថ្ងៃសុកហើយបាទវេលាដូចជាម៉ោង3តែលេងមានម៉ោងភ្លឺលេងណាបាទសិនតាមានម៉ោង early មួយ ថ្ងៃទី12ដូចមាន2គូហ្នឹងគឺម៉ោង11 11យប់បាទ11យប់អញ្ចឹងទស្សនិកជនអាចមើលបានណាបាទតែឥឡូវសូមជួយគ្រូធាមើលបារាំងហើយនឹងម៉ារ៉ុកតិចមើលបាទគឺក្រុមអឺរ៉ុបជាមួយនឹងក្រុមអាហ្វ្រិកសល់តែមួយឯងហើយឆ្នាំ4ឆ្នាំមុនបាទគឺអាហ្វ្រិកមួយនេះឈានចូលទៅដល់វគ្គ4ក្រុមហ៎ប្រវត្តិសាស្ត្រ បាទប្រវត្តិសាស្ត្រឲ្យសូមអញ្ជើញបាទគ្រូធាបាទសម្រាប់ការប្រកួតនេះខ្ញុំគិតថាបារាំងនៅក្តោបទៅលើការគ្រប់គ្រងបាល់ច្រើន បាទ គេ dominate the game មានភាពនៃការគ្រប់គ្រងបាល់ហើយនឹងបង្កើតឱកាស បាទ តែម៉ារ៉ុកនឹង low block ឬក៏ mid block អត់អាចទៅ high press បានទេម៉ារ៉ុកគឺ style តាំងពីដើមមកពីចាំប្រកួតមកហើយបាល់ដែលគេកាត់ឡើងហ្នឹងគឺ piece of attack គឺការបម្រែបម្រួលលបឿនប្រយុទ្ធនៅពេលដែលគេដណ្ដើមបាល់បានបាទឬហើយការដណ្ដើមបាល់បានរបស់ម៉ារ៉ុកសឹងថាអត់ប្រកាន់តំបន់ទេដណ្ដើមពីក្រោមមុខទីខ្លួនឯងក៏ទៅមុខដណ្ដើមនៅតំបន់កណ្ដាលឬក៏មុខទីគេក៏ទៅមុខដែរធ្វើម៉េចឲ្យតែបានទៅទាត់ទីគេលឿនហើយរឿងចូលមិនចូលក៏អត់ដឹងទេបាទហើយក៏មានកីឡាករលេចធ្លោសំខាន់ច្រើនបាទសម្រាប់អ៊ីប្រាហ៊ីមឌីអាសសម្រាប់លីងការប្រកួតណែម៉ាស្រាវីបាទហើយហាគីមីបាទអាក្រាហាគីមីមានសៃបារីបាទហើយបំរើរបស់គេហ្នឹងក៏នឹងធឹងល្អទៀតទោះបីវ័យក្មេងក៏ដោយដូចជាអាយុធបាទអាយុបួឌីអាយ៉ាណាអ៊ូអ៊ីលេខ24ហ្នឹងក៏ល្អដែរបាទអញ្ចឹងសំណុំរបស់ម៉ារ៉ុកគឺជាការប្រកួតដ៏តានតឹងហើយបើយើងនិយាយពីបារាំងវិញនេះខ្ញុំអត់យើងនិយាយតែការពីរមុខទេណាម៉ារ៉ុកការពារហើយនឹងវិបកអញ្ចឹងវិបកដែលយើងធ្លាប់ឃើញសន្ទុះលបឿននៃការលេងទៅមុខការព្យាយាមក្រោះតែជាទូទៅខ្ញុំឃើញម៉ារ៉ុកជោគជ័យច្រើនចេញពីស្ដាំបាទដោយសារហាគីមីជាមួយនៅអ៊ីប្រាហ៊ីមឌីអាសហ្នឹងគឺនៅកន្លែងតែមួយហ្នឹងមកអញ្ចឹងភាគច្រើនគេរក target man ទៅដល់ខាងស្ដាំសូម្បីតែ Masrui ទៅដើមបានពីឆ្វេងក៏គេទៅរកស្ដាំដែរបាទអញ្ចឹងគេទៅរក target គេទៅរកគោលដៅនៃការបំរើគេរក key player របស់គេ បាទអញ្ចឹងជារឿងដែលគ្រោះថ្នាក់មួយដែលបារាំងត្រូវតែបង្កើនកម្រិតនៃការ break counter គេថាការកាត់ផ្ដាច់បាល់វិបករបស់ម៉ារ៉ុកតែឥឡូវយើងនិយាយអំពីបាល់ការរក្សាបាល់ដែលយើងនិយាយពីដំបូងមកថាបារាំងនឹងមានព្រៀបក្នុងការរក្សាបាល់នៅខ្ញុំគិតថារូបភាពដែលបារាំងលេងមកប្រហែលប្រកួតពីក្រោមមកមួយជួយអែតមួយអីឡើងមកបន្តគឺគេនៅធ្វើយ៉ាងដែររំកិលឡើងនៅតំបន់កណ្ដាលហើយម៉ារ៉ុកនឹងតម្លាក់អូតូមកខ្ញុំមាននិយាយថាម៉ារ៉ុកនឹងតម្លាក់អូតូអញ្ចឹងបារាំងចាប់ដើមបង្កើតឱកាសពី Rabiot ចលនារបស់ Rabiot មិនដឹងថាកូណេឬ Tachmani បានចូលលេងព្រោះពីហ្នឹងកន្លែង role លេខ double six ដូចគ្នា role លេខ6ដូចគ្នាrole លេខ6ដែលភាសាបច្ចេកទេសសំដៅទៅលើទីតាំងខ្សែបម្រើការពារឬ screen midfield គេថាសម្រាប់ដូចម្នាក់អ្នកដែលចាំ screen មើលបាល់មកដូចជាកូដអញ្ចឹងមកពីនេះឡងទៅនោះពីកន្លែង link អញ្ចឹង link ពីខាងដូរខាង
ហើយក៏មិនងាយថារ៉ូលេខ6ហ្នឹងឡើងទៅដល់ប្រអប់ទេមានតែ Rabiot ទេដើរតួរ៉ូលេខ8 បាទ រ៉ូលេខ8វាច្រើនគឺ50ប្រយុទ្ធ50ការពារ បាទ បើ roll number 6គឺការពារសុទ្ធ ការពារសុទ្ធ អញ្ចឹងអត់តដឹងថាគុណភាពណាមួយដែលគ្រូបង្វឹកលោកឌីសំកំពុងតែពិចារណាថាដាក់ attachment នេះឬក៏ខុនណេ កូននេះ តែខ្ញុំមើលឃើញការប្រកួតនៅវគ្គ16ក្រុមខុនណេល្អច្រើនអាការកាត់ផ្នែកបាល់បូកជាមួយនឹងសាលីបាហើយនឹងដាយុត Upper Meccano ពួកគេតោងស្អិតមែនទែនបាទតោងស្អិតដែរខ្ញុំគិតថាបើតោងស្អិតនេះក៏អត់នឹងជួបជាមួយនឹងពីរហ្នឹងដែរខ្ញុំហ៊ានធានាថាម៉ារ៉ុកពីដណ្ដើមបាល់បានអត់លេងកណ្ដាលទេ បាទ ព្រោះសៃបារីគាត់មិនមែនជាអ្នកដើរតួដើម្បីលេង hold បាល់ បាទ ដើម្បីតម្លាក់ទៅប្រយុទ្ធទេអញ្ចឹងប្រហែលជាលេងទៅខាងលេងទៅ Ibrahim Diaz អីIbrahim Diaz ក៏ដូចជា Hakimi អញ្ចឹងកន្លែងនេះត្រូវតែគិតសងខាងវិញ បាទ ខ្ញុំខ្លាចតែកូដស្ដាមគុនដេ បាទ កូដឆ្វេងដូចជា Digne ឌីង Digne អាចថឡើងទៅគីវីបកមកកន្លែងហ្នឹងវិញ បាទ រូបភាពហ្នឹងខ្ញុំចាំបានកាលបារាំងឈ្នះពាន World Cup 98នេះកលោះអីហ្នឹងកាហ្វូហ្នឹងឡើងទៅបារាំងមក counter អាកន្លែងហ្នឹង counter អាគៀនសងខាងហ្នឹងត្រូវអត់បាទអញ្ចឹងយើងគិតថារូបភាពដែលបារាំងអាចនឹងទប់ស្កាត់នៅពេលនេះគឺគេអត់លេងមកកដាលមកសាលីបាមកដាយុទ្ធដើម្បីលេងជាមួយសៃបារីទេអាចគេលេងនៅសងខាងនឹងជាចំណុចដែលបារាំងនឹងត្រូវទប់ស្កាត់ឲ្យបានអញ្ចឹងរឿងនេះគឺរូបភាពនេះអ្វីដែលខ្ញុំនិយាយនេះគឺអាចសម័យថាវានឹងកើតឡើងនៅពេលដែលបារាំងរក្សាបាល់ហើយនឹងគីវីបកត្រឡប់មកវិញអញ្ចឹងឥឡូវយើងនិយាយប្រយុទ្ធវិញនៅតែមានរូបភាពទាត់ពីចង្អាយអញ្ចឹងខ្ញុំមានធានាដូច Rabiot អញ្ចឹងខ្ញុំមកអធិប្បាយបាល់ហ្នឹងខ្ញុំថាចូលមកវគ្គទី2គឺ Rabiot ហ្នឹងហើយជាមួយនឹង Olise ហ្នឹងហើយដែលជាអ្នកទាត់បាល់ long range shooting អាទាត់ពីចម្ងាយបាទពី6 10ម៉ែត្រក្រៅប្រអប់ហ្នឹងមករាប់ចាប់ថា6 10ម៉ែត្រ20ម៉ែត្រ25ម៉ែត្រហ្នឹងនៅទាត់ហើយមែនមកចូលមកវគ្គទី2ប្រាំងទាត់សន្ធប់ហ្មងពីកន្លែងហ្នឹងហើយនៅតែរំពឹងថាបាកូឡានឹងដើរតួមុនមូលហេតុថាឌូអេគាត់ក៏ជាអ្នកមួយទល់មួយ man to man ទាញអីគេថា isolate ប្រយុទ្ធ isolate ដាច់កន្លែងបាទប៉ុន្តែបាកូឡាគាត់មកឆ្វេងក៏បានមកស្ដាំក៏បានឥឡូវលោករទីបាទលោកង៉ែតអាចគិតចឹងដូចខ្ញុំឯងព្រោះរូបភាពដែលខ្ញុំបានឃើញជាក់ស្ដែងដែលធ្វើឲ្យលោកឌីសំសម្រេចចិត្តដាក់បាកូឡាមុនទៅខាងក្រៅគេមកបិទខាងក្រៅគាត់ cut in គាត់ចូលក្នុងគេបិទក្នុងគាត់ចេញក្រៅដល់ពេលឌូអេចូលទៅឃើញឌូអេបានផលនៅពេលតែគាត់ទាញកាត់ទៅតឹងទីលានចូលក្នុងបាទ cut in ចូលក្នុងរហូតដល់បានបាល់ពេលដូចគាត់លេងនៅក្នុងប៉ារីសដែរប៉ារីសក៏ចឹងដែរគាត់ជាអ្នកនាំលៀប បាទហើយ movement របស់នៅពេលដែលអូលីសេចុះដាម៉ាឡេបើកនៅពេលដែលអឹមបាប៉េចុះមកយកបាល់ដាម៉ាឡេចូលក្នុងអូលីសេចេញក្រៅពិបាកចាប់ពិបាកចាប់មែនទែនហ្មងគូធរាគិតត្រឹមវេលានេះណាគិតត្រឹមវគ្គ18ក្រុមចុងក្រោយនេះខ្ញុំមិនដឹងថាគូធរាគិតយល់ស្របតាមអ្វីបណ្ឌិតកីឡាគេយល់ថានឹងដែរឬទេគេថាគិតត្រឹមវេលានេះតំបន់លើរបស់បារាំងហ្នឹងគឺខ្ពស់ជាងគេទាំងអស់ជាងក្រុមទាំង8គូធរាយល់ចឹងអត់បាទខ្ញុំគិតឥឡូវមួយទៀតអ្នកដែលរកគ្រាប់បាល់ឲ្យបារាំងមានដេមបេលេនិងអេមបាប៉េជាដើមចឹងប៉ុន្តែអ្នកដែល smooth ជាងគេនោះគឺ Michael Olise នេះបាទគឺធ្វើបានដូចជាលោកប៉េឡេដែលធ្លាប់ធ្វើបានកាលពី46ឆ្នាំមុនឆ្នាំ1970ហ្នឹងគឺនៅមិចស៊ីកូហ្នឹងដែរគឺគាត់អាស៊ីសបាន6គ្រាប់អូលីសេនេះគឺអាស៊ីសបាន5គ្រាប់ហើយគេហៅថាល្អបំផុត perfect មែនតើហើយមានអ៊ីប្រាហ៊ីមដៃអឺហ្នឹងគាត់បាន4គ្រាប់ដែរគាត់ជាប់លេខ2ពេលហ្នឹងគាត់អ្នកអាស៊ីឲ្យម៉ារ៉ុកដែរតែត្រូវលេងមួយប្រាំងហ្នឹងណាបាទឥឡូវនេះយើងគិតមើល5ប្រកួតរបស់ម៉ារ៉ុករបូត13គ្រាប់សុទ្ធបាន13គ្រាប់របូត4គ្រាប់របូតវិញបាទ5ប្រកួតរបស់បារាំងសុទ្ធបាន14គ្រាប់របូត2គ្រាប់ភាគរយដែលគេឲ្យហ្នឹងគឺបារាំងមានដល់ 60% ម៉ារ៉ុកមាន 16% ហើយស្មើតែ24ចង់មិនដែរមើលទៅបាទយល់ស្របតាមហ្នឹងទេបាទបាល់និយាយទៅបារាំងម៉ារ៉ុកនេះខ្ញុំគិតថាបារាំងក៏ពិបាកដែរអញ្ចឹងបាទយើងការវិភាគយើងធម្មតាយើងមើលឃើញយើងមើលឃើញតែក្រុមដូចថាមានល្អប្រយុទ្ធល្អអីចឹងតែបទពិសោធន៍នៅក្នុងវគ្គចាញ់ជ្រុះនេះមកសូម្បីតែអាសង់ទីនអីហ្នឹងឃើញប៊ីធ្លាក់2ដងនេះបាទប៊ីធ្លាក់2ដងឈ្នះហ្នឹងឈ្នះទាំងផិតភ័យណានៅសំណាងខាងគាត់ថាយើងអត់អាចទៅមើលថាងបារាំងធ្ងន់ជាងម៉ារ៉ុកណាស់ម៉ារ៉ុករៀងស្ទើរជាងបារាំងណាស់អត់បានវគ្គនេះគឺពឹងលើសមត្ថភាពហើយពឹងលើសំណាងទៀតជួនកាលមានសមត្ថភាពតែខ្វះសំណាងវាទៅអត់រួចទៀតតែបើខ្ញុំគិតចេះវិញរទ្ធីណាខ្ញុំគិតចេះណាខ្ញុំឃើញម៉ារ៉ុកនោះគាត់លេងល្អិត
លេងអត់ឲ្យលេងគឺហៅថាកម្លាំងពលំនៅលើវាស្មៅគឺមមហ្មងជាពិសេសខ្ញុំឃើញគាត់លេងជាមួយនឹងក្រុមអឺរ៉ុបគឺហូឡង់ណាហូឡង់ជាក្រុមអស្ចារ្យមួយដែរប៉ុន្តែនៅពេលដែលម៉ារ៉ុកថែមដល់មកកីឡាករម៉ារ៉ុកនៅតែមានកម្លាំងពលំប៉ុន្តែខ្ញុំនៅតែជឿជាក់ថាមន់គក់បារាំងហ្នឹងឲ្យតែលេងខ្លាំងមួយគាត់ខ្ញុំគិតថារបូតច្រើនហើយជឿចឹងឯងគ្រូត្រាឬយ៉ាងម៉េចគ្រូឯងជួយឲ្យយោបល់នេះមើលនេះទស្សនៈរបស់ខ្ញុំទេខ្ញុំមើលឃើញចឹងណាខ្ញុំសុំខាមកបន្តិចបាទនៅវគ្គ8ក្រុមចុងក្រោយនេះយើងត្រូវគិតចេះវិញថាក្រុមណាដែលមានលទ្ធភាពគ្រប់គ្រងនៅការប្រកួតនេះតើក្រុមនឹងគេសុកចិត្តអស់បន្លាយដល់ពេលនាទីអត់ហ្នឹងហើយចេញគ្នាវិញទៀតក្រុមដែលគិតថាខ្លួនឯង basic អីមើលមានឱកាសឈ្នះអាមេរិកហ្នឹងក៏សិតតែបាល់តែជ្រែកបាល់លឿនទៅមុខលឿនបានបាល់បដូរលឿនទេអញ្ចឹងគឺគិតថាទុកពេលនាទីទុកថែម៉ោងគីឡូមាននឹងអីកើតឡើងទីទួចហ្នឹងវាអាចអញ្ចឹងដែរបាទអញ្ចឹងយើងត្រូវគិតវិញថាប្រហែលក្រុមនៅក្នុងចំណោម8ក្រុមនេះអេស្ប៉ាញមានព្រៀបមួយឯក្នុងការរក្សាបាល់បារាំងមានព្រៀបនៅក្នុងការប្រយុទ្ធតើក្រុមដែលគេមានព្រៀបអញ្ចឹងតើគេសុកចិត្តអស់បន្លាយទៅដល់ពេលនាទីខ្ញុំគិតថាអត់ទេបារាំងដាច់ហើយគេចង់ធ្វើអីមួយហ្នឹងហើយ do something ប៉ុន្តែអាហ្វ្រិកនេះគឺតែមើលរកឡាមស្រួលរៀងដូចប៉ារ៉ាហ្គាយអញ្ចឹងណាបាទចង់រត់ថាអស់ទប់គ្នាអញ្ចឹងអស់អាឡម៉ង់ទៅមួយចង់អស់បារាំងទៅទៀតហ្នឹងកន្លែងហ្នឹងដែលយើងចង់អស់បារាំងទៅទៀតតែខ្លាចទប់អញ្ចឹងរធាហ្នឹងក៏ជាយុទ្ធសាស្ត្រស្ដាហ្នឹងតើយើងមានសមត្ថភាពរៀងស្ទើរជាងគេបច្ចេកទេសស្ទើរជាងគេយើងដឹងខ្លួនឯងយើងមានតែទៅបុកគេកើតយើងមានតែអស់ហ្នឹងហើយអាហ្នឹងត្រូវចាប់ឆ្នោតហើយលោកត្រានិយាយមិញត្រូវបើសិនជាដូចបារាំងអីហើយដឹងតែខ្លួនឯងមានព្រៀបកីឡាករល្អជាងគេរឿងអីទៅចង់ទប់យក90ក្រោយលើ90នាទីទៅវាអត់កន្លែងហ្នឹងយើងហើយនិយោហត់អីទៀតបាទផ្ដាច់បានគេផ្ដាច់ហើយដូចអាសងទីនអីលេងយ៉ាងមិញក៏ចង់តែផ្ដាច់ដែរតែផ្ដាច់វាអត់បានផ្ដាច់អត់បានទេបាទហ្នឹងគេចង់ផ្ដាច់ហ្នឹងតែមានបាល់ផ្លាត់ទៅវិញបាទអរគុណគ្រូធាអញ្ចឹងចង់បញ្ចប់ទៅគ្រូយល់ឃើញយ៉ាងម៉េចដែររវាងបារាំងនិងបាទគឺម៉ារ៉ុកនេះបាទខ្ញុំគិតថាភាគរយបារាំងបង្កើតឱកាសប្រយុទ្ធច្រើនហើយនឹងមានគ្រាប់បាល់ប៉ុន្តែអាចនឹងបើសិនជាបារាំងនាំមុខរកគ្រាប់នាំមុខមុនណាខ្ញុំគិតថាបារាំងនៅមានលទ្ធភាពឈ្នះអានេះខ្ញុំនិយាយ first goal សិនរបស់បារាំងតែបើសិនជាអស់បន្លាយដល់ស្មើគ្នាត្រឹមតែពីនាទី7ទៅនាទី8ទៅអាចនឹងដល់ថែម៉ោងឬពេលនាទីបើបារាំងធ្វើឲ្យអត់បាននៅក្នុងអានាទីហ្នឹងបាទខ្ញុំអាចរំពឹងខ្ពស់បែបនេះដែរបាទសម្រាប់យើងអត់ហ៊ាននិយាយថាចេញមកបារាំងដល់ឈ្នះ 2-1 3-1 ប៉ុន្តែយើងនិយាយតាមតលហៃកដែលយើងអាចនឹងគិតនៅរូបភាពដែលគេលេងកន្លងទៅបាទលទ្ធិប្រហែលគិតចឹងដែរខ្ញុំថាបើពីនាទី7បារាំងធ្វើអីគ្រាប់ទី1អត់បានណាបារាំងធ្វើការតែគ្រាប់ដំបូងឯងដែលជាគ្រាប់សឹងតែគ្រាប់ដំបូងខ្លាយទៅជាគ្រាប់កាត់សេចក្តីតែប៉ុណ្ណេះការគ្រាប់បើកឆាកបាទបើកឆាកហើយអានឹងមានត្រូវមានបន្តលទ្ធិយល់យ៉ាងម៉េចដែរលទ្ធិបាទខ្ញុំគូនេះខ្ញុំនិយាយទៅខ្ញុំទាយបារាំងលើកពៀនទេបាទបើខ្ញុំឲ្យបារាំងធ្លាក់វានេះវាដូចអត់ logic សម្រាប់ខ្ញុំទេបាទអញ្ចឹងសម្រាប់ខ្ញុំបារាំងនៅតែទៅអញ្ចឹងតែគាត់ថាទៅទាំងប្រវាក់ទៅទាំងមិនអីមិនយើងអត់ដឹងទេបាទអញ្ចឹងបារាំងសម្រាប់ខ្ញុំគឺអាចឈ្នះក្នុងការប្រកួតយប់នេះតែបើឲ្យទាយគ្រាប់ខ្ញុំមិនចង់ទាយទៀតណាដឹងឡើងរបៀបម៉េចដឹងឡើងទៅបាទដាច់គ្រាប់ឬក៏ថែមម៉ោងតែខ្ញុំគិតថាដូចលោកធានិយាយបារាំងនឹងពុះពៀផ្ដាច់ត្រឹម90នាទីហ្នឹងហើយបើបានមួយគ្រាប់ម៉ារ៉ុកព្យាបុកថែមហើយសុយមកថែមគ្រាប់មួយទៀតអញ្ចឹងណាមានតលហីកមួយទៀតដែលខ្ញុំអាចនិយាយបែបហ្នឹងបានណាដោយសារតែបារាំងបានឆ្លងបទពិសោធន៍ហ្គេមជាមួយប៉ារ៉ាហ្គាយនេះហើយបាទហ្គេមប៉ារ៉ាហ្គាយគឺជាហ្គេមដែលតឹងបំផុតបានតែបារាំងលេងជាមួយនឹងក្រុម tactical តិចទេប៉ុន្តែចិត្តសាស្ត្រខ្លាំងបាទវាយចិត្តសាស្ត្រខ្លាំងសម្រាប់ខ្ញុំវិញខ្ញុំយកមតិគ្រូធាដែលនិយាយចុងក្រោយមិញណាខ្ញុំថាបារាំងនឹងធ្វើឲ្យបែកធ្វើឲ្យលឿនគឺមុនកម្លាំងចុះខ្សោយអានេះខ្ញុំនិយាយណាបាទគឺខ្ញុំថា2-0បាទនេះទស្សនៈរបស់ខ្ញុំបាទអរគុណឥឡូវយើងបាត់ត្រឹមហ្នឹងចោះយើងទៅមួយទៀតបាទគឺអឺរ៉ុបទាំងពីរដែលត្រូវជួបគ្នាអង់គ្លេសនិងន័រវេមួយប្រយុទ្ធនោះប្រយុទ្ធល្អខ្លាំងណាមួយនោះល្អខ្លាំងមែនទែនបាទធ្វើបំបាក់ជើងឯក5សម័យចេញមិនជារឿងធម្មតាទេបាទគ្រូធាចង់ឲ្យគ្រូធានិយាយពីន័រវេទីសិនមើលខ្ញុំមើលទៅការលេងដូចជាល្មមទេប៉ុន្តែដូចជាស៊ីសង្វាក់គ្នាហើយអ្នកបញ្ចប់ទីនោះគឺច្បាស់ខ្លាំងណាស់ខ្ញុំចង់ឲ្យនិយាយពីន័រវេវិញបើអង់គ្លេសទស្សនិកជនស្គាល់ច្រើនហើយបាទអញ្ចឹងសូមនិយាយតែន័រវេបន្តិចបាទន័រវេតិចចោះចាំបានរូបភាពនៅគេលេងជាមួយប្រេស៊ីលដូចនិយាយចឹងថាពេលដែលមានបាល់បំរើរបស់គេទាំងអស់គឺអត់បញ្ញាទេបាទគេព្យាយាមលេងធ្វើម៉េចបោកឲ្យប្រយុទ្ធបាទឡើងមករំកិលហើយចាប់ដើមអ្នកដែលនាំប្រយុទ្ធដំបូងបំផុតគឺអ្នកចាំទីហ្នឹងហើយនៅពេលដែលឃើញ line defense ពីព្រោះគាត់អ្នកចាំទីគាត់ឈរ free ហ្មងបាទគាត់ឈរចាំមើលថាតើ
បន្ទាប់ពីបំរើរបស់គាត់ដូចជាមាន Patrick Beck មាន Berger ហើយនិង Odegaard 3អ្នកនេះចាប់ផ្ដើមលេងតំបន់កណ្ដាលហើយរឿងដែលល្អបំផុតគឺអត់ងាយប្រេះគាត់ទេណា3អ្នកហ្នឹងបាទងាយទេទៅ high press ទៅដណ្ដើមបាល់ពីគាត់ដូចយកកម្លាំងខ្លួនឯងទៅបំផ្លាញចោលអញ្ចឹងបាទពីព្រោះគាត់មិនតែឲ្យខូចបាល់នៅមុខលឿនណាតែមកហើយមកគាត់ប៉ះមកតម្លាក់មកទៀតចាប់ដើមមករំកិលមកទៀតគាត់ប៉ះមកការពារបាទគាត់ថាការពារតម្លាក់មកឲ្យអ្នកចាំទីអស់លីងពលឡាញមកហើយហ្នឹងអញ្ចឹងបាញ់បាទនេះជាចំណុចមួយហើយនូសានឹងដើរតួជាកីឡាករយើងប្រើភាសាអង់គ្លេសទៀតណា kill អ្នកសម្លាប់អ្នកបំផ្លាញកម្លាំងកូដឆ្វេងបាទកូដស្ដាំរបស់អង់គ្លេសបាទអញ្ចឹងអាចនឹងខ្ទេចកម្លាំងកូដស្ដាំហើយនឹងដូរមនុស្សចូលបាទយើងមើល change game នៅពេលដែលគាត់ដូរ2អ្នកចូលមានអីទៀតពេលស៊ីចាប់បានបែកបណ្ដោយពីព្រោះប្រើកម្លាំងអស់ហើយហ្នឹងដល់ពេលទៅចាប់មួយមិនបានព្រោះខ្ញុំមើល style ការពីឥឡូវពេលខ្លះគាត់គេអត់ទៅ cover ទេពីមុនយើងតែងតែឃើញបាល់ទាត់មួយទៅបិទមួយទៀតនៅ cover បាទប៉ុន្តែឥឡូវខ្ញុំសួរថាមានទេបើសិនជាលេងទៅខាងហើយស្រាប់តែមានកូដគេទៅបាទហើយមានការពីណាដែលចេញទៅមួយទៀតអត់មានទេព្រោះគេហ៊ានចេញទៅឯខ្លាចចេញទៅសល់នេះបាទអញ្ចឹងនៅពេលដែលមួយទល់មួយជាមួយនឹងការមានព្រៀបកីឡាករថ្មីដូរចូលទៅបាទគឺ Norway ចាប់ផ្ដើមមើលឃើញថាពន្លឺនៃការប្រយុទ្ធរបស់គេហ្នឹងគឺល្អមែនទែនបាទហើយសំខាន់ឡើងគឺនៅការផ្លាស់ប្ដូរកីឡាករបំរុងដែលចូលទៅដែល change game នេះហើយមួយទៀតចលនារបស់ Erling Haaland មិនមែនជា Erling Haaland មានជាកីឡាករខ្សែប្រយុទ្ធដែលមានគ្រប់ tape ម្នាក់ឯងហ្នឹងណាហើយយើងចំណាំថាខ្សែប្រយុទ្ធខ្លះលេងបានតែរលេង9ទេបានតែក្នុងប្រអប់ទេដែលពិតពាំងអីចឹងដូចយើងចំណាំរូតវ៉ាន់នេស្តរ៉យចូលចាំតែប្រអប់ទៅសម្រេចទីចឹងណាប៉ុន្តែយើងមើលបើប្រៀបធៀបដូច Hurricane គាត់តែងតែចុះមកយកបាល់ទម្លាក់ហើយគាត់រត់ទៅក្នុងប្រអប់ចលនាក្នុងប្រអប់ការទាត់ពីចង្ងាយបាទការសង្វាតគេថា fast shooting របស់គាត់ប៉ុន្តែ Erling Haaland មានទាំងអស់ចង់ពាំងចង់ចលនាបោកគេឲ្យមក space ក៏មានចង់ counter ក៏បានមួយទល់មួយតែទុកមួយទល់មួយដេកមកគាត់លើហ្នឹងលបឿនក៏មានបាទអញ្ចឹងគឺ10នាក់បូកអ្នកចាំទីគឺលេងដើម្បីទុកពេលវេលាឲ្យ Erling Haaland បាទកន្លែងនេះខ្ញុំមើលឃើញអញ្ចឹងបាទនេះជាចំណុចខ្លាំងរបស់ Norway ហើយនៅពេលដែលគេការពារប្រសើរដែរនៅពេលដែល Ryerson យើងមើលឃើញគាត់ល្អតែទីបំផុតចូលវគ្គទី2ព្រោះ Ryerson គាត់ធ្វើការខ្លាំងជាមួយ Vinicius ហើយដល់ពេលចូលវគ្គទី2ដាក់លេខ14ចូលខ្ញុំអត់ចាំឈ្មោះលេខ14បាទដោយសារ Brazil នឹងលេង style crossing ព្រោះគាត់ដូរអ្នកខ្ពស់14ហ្នឹង Frederick Osnes បាទដូរអ្នកខ្ពស់ដល់14ហ្នឹងអញ្ចឹងគាត់អត់សូវធ្វើការមួយ Vinicius ព្រោះ Vinicius គាត់បានធ្វើការជាមួយ Ryerson ហើយនៅវគ្គទី1អញ្ចឹងអាការចលនារបស់គាត់ហ្នឹងក៏ថមថយមិនសូវមានមួយទល់នឹងមួយមិនសូវទាញទម្លុះបានទេតែពេលដែល Brazil គេលេងទៅខាងស្ដាំហើយគេក្រោះមកបើដាក់អ្នកខ្ពស់បាត់ហើយហ្នឹងចូល challenge បាល់លើអស់ហើយហ្នឹងចឹងកន្លែងនេះមួយគឺ game plan ឬក៏ផែនការរបស់គ្រូបង្វឹកគឺគាត់គិតទៅលើកីឡាករបម្រុងដែលជាកន្លែងនឹងរកជ័យជំនះរបស់ Norway ចឹងកំឡុងពេលដែលកីឡាករគាត់លេងហ្នឹងគាត់អត់មានគិតរឿងក្រខកបាល់បានទេមែនអត់គាត់រំពឹងទេទៅខូចទៅបានទេចុះមកការពារតែដល់ទៅពេលផែនការដែលគោដូបម្រុងហើយគឺជាចំណុចដែលគន្លឹះប្រយុទ្ធនឹងមុតស្រួចជាងនេះបាទអរគុណចុះយើងមើលខាងអង់គ្លេសវិញមិនដែរបាទគ្រូត្រាបាទសូមសង្ខេបខ្លីទេអង់គ្លេសបាទសម្រាប់អង់គ្លេសក៏គេថាជាលំដាប់កីឡាករដែលលេងនៅលីកកំពូលហើយលីកអង់គ្លេសលីកនៅតំបន់អឺរ៉ុបគឺលើគេហើយអញ្ចឹងការ select កីឡាករមកនេះក៏ detail អស់ហើយលោក Tuchel គាត់ detail ហើយគាត់ក៏មិនយកកីឡាករដែលមកឲ្យជន់រោលគ្នាច្រើនពេកដែរគាត់រកតែណាមានប្រសិទ្ធភាពជាងល្អជាងអីចឹងទៅក្នុងការវិតម្លៃរបស់គាត់Jude Bellingham ហើយនឹង Hurricane គឺសិតតែជាចំណុចដែលគ្រោះថ្នាក់បាទហើយពួកគាត់នេះ combination តែឯងក៏ទៅតែឯងដែរហើយហើយនៅពេលដែល tactical របស់ក្រុមនៃការពារខ្លាំងគឺយើងតែងតែឃើញJude Bellingham ជាអ្នកទម្លុះគេយកមនុស្សគេយកអ្នកបច្ចេកទេសទៅទម្លុះកលល្បិចបាទអញ្ចឹងJude Bellingham គឺជាចំណុចប្រយុទ្ធមួយខ្ញុំខ្លាចតែគាត់លេងរបួសអីត្រូវការបដូរចេញបើមិនជាអត់វិញចំណុចខ្លាំងរបស់អង់គ្លេសគឺនៅលើJude Bellingham ឥឡូវគេបារម្ភខ្ញុំភ្លេចជួយថែមគូត្រារវាងម៉ារ៉ុកនិងបារាំងណាកីឡាករសំខាន់ម៉ារ៉ុក5នាក់គឺកាតលឿងហើយអញ្ចឹងបើសិនបើគាត់ទទួលទៀតបដូរទៀតដោយបារាំងបញ្ហានៅវគ្គ4ក្រុមឥឡូវចូលអង់គ្លេសខ្ញុំភ្ជាប់មួយទៀត Jude Bellingham Declan Rice សិតតែ yellow card ពេលជួបជាមួយនៅមេស៊ីកូមកណា
ចឹងគាត់ក៏ជាបញ្ហាដែរតើគាត់ប្រឹងកាត់អស់ 100% ឬក៏យ៉ាងម៉េចនៅក្នុងការជួបជាមួយនៅ Norway នេះប្រសិនបើក្រុងយកនេះហ្នឹងលោតែបថុយប្រធានកាត់ទៀតគាត់ត្រូវបាត់ឱកាសទៅជាងទៅ4ក្រុមគឺទុនខ្សោយនេះក៏គ្រូគាត់គិតដែរណាបាទហើយចុះមួយទៀតចុះ Chorel ដែលបាត់ហ្នឹងតើអ្នកណាទៅជួយទៀតទៅបាទមាន Rich James ហើយនឹង Jet Spen Rich James មិនថាបានមកហើយវឹកហាត់អីវិញណា Rich James អីបានមកវិញហើយចាំពិតខ្ញុំមើលការលេងមួយ Mexico អង់គ្លេសដាក់កិនសាលេងហ្នឹងគឺខាងស្ដាំដោយអត់សូវ logic ដូចស្ទើរបត់ពិសោធន៍ផងបាទស្ទើរបត់ពិសោធន៍ផងហើយទី2គាត់ធំគាត់ចុះឲ្យកីឡាករ Mexico សទូចហើយលឿនបាទលឿនហើយដល់ពេលបានកាត់ក្រហមដោយសារគាត់ដេញគេអត់ទាន់អញ្ចឹងគាត់ត្រូវលូកអីបាទវូទៅលបឿនយើងយឺតជាងគេតាមពិតខ្ញុំឃើញគាត់ការពារកដាសោះខ្ញុំឃើញបាល់គាត់មិនគួរណាទៅលូកបាក់ទេព្រោះបាល់ដល់បាល់ជើងគាត់ដល់បាល់មុនឬគាត់ទៅលូកយកខាងលើប៉ះតាបាល់ចេញទៅចំបាត់ហើយតែបាយជាសម្រេចចិត្តទៅលូកបើកបាត់បើមិនប្រកួតមួយ Norway នៅតែចរិតកិនសាគាត់ចောက်ក្រហមឬសូអង់គ្លេសចង់អាភៀលអីដូចកាសនៃអាមេរិកដែរទៅ Michael Olise ក៏ចង់តបាយបាទទៅជាចឹងទៅញ៉ៃអស់លេងនិយាយប្រមាត់គេថាបាយតបែឡើយលោតឲ្យច្បាប់លេងមានណាបាទលេងមានអីតែលោកគ្រូខ្ញុំសូមសរសើរលោក Thomas Tuchel តិចខ្ញុំថាគាត់ធ្វើបានត្រូវល្អចង់ឲ្យគ្រូឯងបញ្យល់អំពី performance របស់អង់គ្លេសនៅពេលដែលសល់កីឡាករ10នាក់គាត់បាទគឺរៀបចំតំបន់ការពារដូចចំណែនល្អតើយ៉ាងម៉េចដែរកន្លែងហ្នឹងបាទខ្ញុំឃើញគាត់បំរែបំរួលទៅជា5-3-1ហ្នឹងហើយបាទហើយពេលខ្លះក៏អត់មានប្រយុទ្ធទេគឺចូលទៅតម្លាក់5-4ហ្មងបាទពីព្រោះគាត់នាំមុខគេហ្នឹងរឿងអីគាត់ត្រូវការគ្រាប់ប្រយុទ្ធមានតែគេមកទេហើយក៏មិនបាច់ចាំទៅរកគេដែរគេគង់តែមកហើយមកទៅកន្លែងណាបាល់ទាត់ដោយសារច្រកមួយនេះលេងពីណាពីណីមករកច្រកមួយអញ្ចឹងគេបិទច្រកបាត់ហើយហ្នឹងបិទច្រកមានថា compact នៅមុខទីនុកធូនឹងបិទទីហ្នឹងហើយអញ្ចឹងខ្ញុំគិតថាជាការបត់បែន flexible បាទអញ្ចឹងគ្រូបង្វឹកគាត់មិនអាចថាកាតក្រហមមួយអីគេមកបុកអញ្ចឹងចង់ទៅរកគេវិញទៀតគីឡូបានវិបកអីក៏កាយជាការគិតខាតបងដែរអញ្ចឹងបន្តិចនៅក្នុងភាពដឹកនាំរបស់គ្រូអញ្ចឹងឯកភាពថាលោក Tuchel ក៏គាត់បាទបត់បែនល្អដែរនៅពេលដែលល្អពេលហ្នឹងក៏គេលេងខ្វល់ដែរព្រោះឯងនាំមុខហើយរឿងអីទៅខ្វល់រឿងកិត្តិយសថាជុំក្រុមអង់គ្លេសលេងប៉ុណ្្នឹងដែរតម្លាក់ការពារហើយមានតែអ្នកដែលអត់បានមើលទេអ្នកទៅចាំបើកទូរស័ព្ទមកមើលលទ្ធផលគេគិតអញ្ចឹងប៉ុន្តែបើអ្នកបានមើលគេទទួលស្គាល់គ្រប់គ្នាខ្ញុំក៏ទទួលស្គាល់ដែរគេនិយាយខ្ញុំទទួលស្គាល់ហ្មងបាទគេនិយាយតែអញ្ចឹងមានអីទៅខ្លាចហើយលេងបាល់ពេលខ្លះអារម្មណ៍ទៅពីក្រៅមកច្រើនពេកក៏ល្វើល្វាយដែរតែផែនការលេងចេះខ្លាចគេស្ដីឲ្យលេងចេះខ្លាចគេថាបាទគេច្រើនវាអរគុណមានឯករាជ្យភាពក្នុងខ្លួនឥឡូវគូធាសូមសរុបជូនឲ្យគូធាជួយបញ្ចប់ចុងក្រោយនឹងរិទ្ធី Norway បើគឺឈានមកប្រកួតវគ្គ8ក្រុមចុងក្រោយនេះលោកសុទ្ធបាន15គ្រាប់របូតគ្រាប់បាល់6គ្រាប់ចំណែកអង់គ្លេសសុទ្ធបាន11គ្រាប់របូត3គ្រាប់ណាក្រុមទាំងពីរយើងមើលទៅដូចថាខាង Norway សម្បូរដែរតែក៏របូតច្រើនដែរណាអង់គ្លេសមិនសូវសម្បូរទេប៉ុន្តែរបូតតិចដែរតែ3គ្រាប់ទេអញ្ចឹងចង់បញ្ចប់គូត្រាយល់ឃើញយ៉ាងម៉េចដែរបាទការរបូតនេះនៅក្នុងស្ថានភាពខុសគ្នាក្នុងហ្គេមបាល់ទាត់គឺផ្ដោតទៅលើ format game formation ឬក៏ format ថា system នៃការប្រកួតនៅក្នុង pool របូតបានរបូតទៅឲ្យឡើងឥឡូវយើងនិយាយគ្នាហើយនឹងថាហេតុអីមកប្រកួតចុងក្រោយ Norway អត់ដាក់កីឡាករសំខាន់លេងចាញ់ប្រាំង 4-1 ដឹងថារបូតទៅស្ថិតិហ្នឹងតែស្អីដែលគេធ្វើល្អវគ្គ32វគ្គ16ក្រុមនេះប៉ុន្តែការគួរកត់សម្គាល់គឺ5ប្រកួតហ្នឹងណា Haaland សុទ្ធចូល4ប្រកួតដែលលេងអត់មកប្រកួតហ្នឹងក៏អត់លេងទេចាំមានន័យថា4ប្រកួតដែលគាត់លេងគាត់មានគ្រាប់បាល់រហូតអញ្ចឹងបានយើងថ្លឹងថាឥឡូវយើងថ្លឹងពីប្រយុទ្ធអង់គ្លេសប្រយុទ្ធ Norway ណាមកកណាត់លើពីរក្រុមនេះបើសិនខ្ញុំឲ្យ rating 9បន្ទុកដូចគ្នាអញ្ចឹងណោះ Kane ក៏ស្ដេចប្រយុទ្ធក្នុងប្រអប់ Haaland ក៏ស្ដេចប្រយុទ្ធក្នុងប្រអប់ដូចគ្នាពីរនេះសឹងតែប្រៀបធៀបគ្នាអត់ចង់ចេញមួយយ៉ាងម្នាក់ទេតែគាត់ថា Haaland គាត់ក្មេងជាងគាត់ល្បឿនជាងទាត់ក៏យ៉ាងច្បាស់ដែរតែបើភាព accuracy នៃការសុទ្ធវាប្រហែល Kane ដែរទេ Kane ឲ្យតែគាត់បត់បានភាគច្រើនចំបុតចូលដូចគ្នាក្បាលក៏គាត់ប្រើប្រាស់បានល្អទៅរៀង Haaland គាត់ថាគាត់រៀង slow ជាង Haaland បន្តិចតែប៉ុណ្្នឹងបាទ Haaland ខ្ញុំចាំបានការគាត់លេងនៅ Dortmund គ្រាប់បាល់ដែលរកបានក្បាលតិចបាទតិចគាត់រៀងស្ទើរក្បាលជាង Kane ផងការវាយរបស់គាត់ពីហ្នឹងដូចគាត់បារម្ភរឿងក្បាលបាទគ្រោះថ្នាក់ដែរបាទតែដល់ពេលឥឡូវគ្រាប់ដែលគាត់ធ្វើល្អមួយក្បាលបាទ Orebol បាល់លើអាកាសហ្នឹងហើយចេះតែបានដែរណាអញ្ចឹងគាត់អត់សូវលេងក្បាលទេត្រូវហើយ
ការពិតគាត់ប៉ះតង្កេតរាងកាយមួយមុនបានហើយមុនក្រោះមកណាគាត់ create space របស់គាត់ហើយបានហើយគ្រាន់តែអ្នកក្រោះមកគាត់ចលនាដាច់ពីខ្សែការពារនៅ Arsenal ដែរបាទ Gabriel ដាច់មកបាត់ Gabriel មានតែតែតន់ណា Gabriel ទៀបជាង ថានៅលើការបង្កើត space ទុក space ខ្លួនឯងមកចេះមកតាមរត់មកឆ្វាច់អស់លីង ហើយអង់គ្លេសប្រហែលជាអាចលេងខុសពីមិចស៊ីកូពីព្រោះលេងមិចស៊ីកូបងអង់គ្លេសលេងលើច្រើនរត់ទៀបបាទมันបាច់ប្រហែលគឺខុស 100% បាទព្រោះថាអឺរ៉ុបជួបអឺរ៉ុប បាទគេត្រូវអឺរ៉ុបជួបអឺរ៉ុបហើយលេងជាមួយក្រូអាតគឺយុទ្ធសាស្ត្រគឺខុសគ្នាបាទ ចឹងរាល់ការប្រកួតគឺតែងតែមានការផ្លាស់ប្ដូរយើងអាចយើងយកប្រកួតមុនយើងធ្វើជាមូលដ្ឋានវិភាគប៉ុន្តែអាប្រកួតមុនក៏មិនមែនអាចមកដូចប្រកួតបាទអរគុណចឹងចុងក្រោយគូធាមិនដែរបាទគឺអង់គ្លេសនិងណ័រវេនេះគូមានអ្នកគេមានលទ្ធភាពជាងណោះមកដល់ដំណាក់កាលនេះខ្ញុំគិតថាអង់គ្លេសមិនមែនជាក្រុមដែលមានប្រៀបទៅលើណ័រវេទេបាទអាចថាស្មើហើយអាចមានចំណុចប្រយុទ្ធខ្លះណ័រវេល្អជាងផងបាទអញ្ចឹងខ្ញុំពឹងផ្អែកទៅលើការគិតរបស់ខ្ញុំថាណ័រវេមានលទ្ធភាពឡើងទៅវគ្គបន្តតែក៏មិនហ៊ាននិយាយពីគ្រាប់បាល់ដែរបាទខ្ញុំអាចថាទូទាត់90នាទីអាចថែមម៉ោងហើយអាចដល់2នាទីដល់2នាទីមើល New-Zealand ល្អដែរចរិតធីយល់យ៉ាងម៉េចដែរខ្ញុំក៏គិតដូចគ្រូធាដែរបាល់នេះអាចមានគ្រាប់ច្រើនដែរព្រោះប្រយុទ្ធល្អដូចគ្នាអាចពីស្មើអីហើយឲ្យកាត់សេចក្តីដោយគេហៅថានៅក្នុងថែមម៉ោងមិនដឹងក្រុមណាមួយឡើងទេចង់ណោះបាទខ្ញុំគិតអញ្ចឹងបាទបើសម្រាប់ខ្ញុំវិញចេះខ្ញុំនៅតែឲ្យបន្ទុកបាទគឺអង់គ្លេសតែគាត់តែផ្អៀងលើអង់គ្លេសបន្តិចដោយសារជាអង់គ្លេសមានប្រវត្តិឈ្នះណ័រវេឲ្យបន្ទុកអង់គ្លេសលើណ័រវេបាទដែលរទ្ធីគ្រូត្រានិយាយមិញថាហោប្រយុទ្ធគឺល្អដូចគ្នាអស់គ្នាប៉ុន្តែក្រៅពីហ្នឹងខ្ញុំនៅតែឲ្យអង់គ្លេសថាមានបន្ទុកខ្ពស់ជាងអញ្ចឹងណាបាទសម្រាប់ខ្ញុំថា2-1ខ្ញុំណាខ្ញុំឲ្យអង់គ្លេសឈានមុខដោយសារគាត់មានបទពិសោធន៍ហើយគាត់ត្រូវដល់វគ្គឆ្នាំដែលគាត់ថាអាចនឹងទៅវគ្គ4ក្រុមអីចឹងទៅខ្ញុំក៏ឲ្យអង់គ្លេសរៀងលើទៅគ្រូធាគាត់ថាណ័រវេភាគរយឡើងច្រើនជាងខ្ញុំអង់គ្លេសដែរបាទអរគុណចង់សុំមួយទៀតគ្រូធាបាទគឺអេស្ប៉ាញនិងបែលហ្សិកបាទមិនដែរឲ្យគ្រូនិយាយពីបែលហ្សិកមុនមើលបាទសង្ខេបបន្តិចសម្រាប់គូនេះបែលហ្សិកនិងសំកុកការពារចង់ណោះបាទខ្ញុំគិតថាអេស្ប៉ាញគ្មានអ្នកណាហ៊ានទៅលូកលេងបាទលេងបាល់ possession មកអេស្ប៉ាញទេដើមបាល់ពីអេស្ប៉ាញនៅតំបន់ការពាររបស់គេទេអត់ទេបាទតែហ៊ានតែឡើងគឺដឹងថាបាល់ហ្នឹងទៅដល់ក្រុមទៅហើយទៅដល់ខ្សែប្រយុទ្ធហ្មងឲ្យតែហ៊ានតែឡើងប្រេះបាទហើយ style នេះគឺដូចជាងសាមបន្តិចជាមួយប៉ូទុយហ្គាល់បើសិនជាគិតថាអេស្ប៉ាញខ្លាំងការរក្សាបាល់អីអញ្ចឹងទម្លុះប៉ូទុយហ្គាល់បានច្រើនបាត់ហើយបាទអញ្ចឹងគេលេងខ្វល់រឿងទីគីតាកាហ្នឹងហើយបាទនៅអឺរ៉ុបគេថាដឹងគ្នាហើយបាទអញ្ចឹងខាងបែលហ្សិកនឹងប្រហែលជាឲ្យលេងតែចូលនៅតំបន់ compact របស់គេដែលគេត្រូវ set គោលដៅថាចូលកន្លែងហ្នឹងគឺ press គេនឹងទៅតែខ្ញុំខ្លាចថាការចូលប្រជែងរបស់ basic បង្កើតកំហុសបង្កើតកំហុសដូច Bernardo Silva អញ្ចឹងតែបង្កើតនៅមុខទីច្រើនគ្រោះថ្នាក់ណាបាទ Silva ចូលទៅ press គេដេញគេបង្កើត fault ពីខាងលើនោះដល់ចុងក្រោយមក fault មុខទីfault មុខទីនេះខ្ញុំថាបើហ៊ានថា basic បង្កើត fault មុខទីច្រើននោះអេស្ប៉ាញនឹងមានប្រៀបក្នុងការយកជ័យជំនះហើយបាទអញ្ចឹង basic ខ្ញុំឃើញថាបើឲ្យខ្ញុំថា basic ឆ្នាំនេះគឺ slow down attack ហ្មងបាទ slow តាមតំណែងហ្នឹងហើយបាទបានមកលេងតាមតំណែងរំកិលតាមតំណែងប៉ុន្តែសរសើរដែរលោកគ្រូធាខ្ញុំសើលោក Rudi Garcia គាត់ហ៊ានបដូរមានន័យថា big name ល្បីដែល8ឆ្នាំមុន2018និង2022គាត់ហ៊ានឲ្យទៅលេង substitution ជាបំរុងទៅវិញដូចជា Lukaku Kevin De Bruyne អីបាទគាត់ដាក់ក្មេងៗមករកគ្រាប់បាល់បានវិញលេងមួយអាមេរិកដូចជាប្លែកដែរគាត់ហ៊ានបដូរកីឡាករអញ្ចឹងណាប៉ុន្តែខ្ញុំថាជួបជាមួយអេស្ប៉ាញនេះប្រហែលជាមានតែ 40% ឬក៏ 35% នេះគ្រប់គ្រងបាល់អេស្ប៉ាញយកអស់ហើយគេអត់ខ្វល់ទេបាទគេអត់ខ្វល់រឿងគ្រប់គ្រងបាល់គេខ្វល់លទ្ធផលបាទដូចម៉ូញ៉ូគាត់ឌៀមណាមឲ្យប៉េបអញ្ចឹងយកទៅចំនួន possession នោះ100តែគេយកលទ្ធផលឈ្នះហើយអេស្ប៉ាញនេះបើនិយាយពីថាការគ្រប់គ្រងគឺសบายមើលបាល់ណាប៉ុន្តែការបញ្ចប់ទីដូចអត់សូវមានដែរឥឡូវយើងមើលតិចមើលគាត់តែអត់របូតគ្រាប់បាល់ទេគាត់ធ្វើបានតែ9គ្រាប់ឯងគ្រូធាណាកន្លងមក5ប្រកួតណាតែអត់របូតគ្រាប់បាល់ទេតែបើបែសិចវិញគាត់ធ្វើបាន13គ្រាប់គាត់របូត4បែសិចរបូត4គ្រាប់តែគាត់ធ្វើបានគាត់ស្មើដែរដូចស្មើនឹងអ៊ីរ៉ង់អីចឹងមកទៅជំរុំមកហើយដល់ពេលវគ្គ knock out 32 16គាត់ធ្វើបានល្អនិយាយ basic លេងតាំងពីអនឡើងខ្លាំងទៅហ្នឹងហើយបាទហ្នឹងខ្ញុំឃើញ basic អញ្ចឹង
ហើយមិនដឹងថាប៉ះអេស្ប៉ាញគីឡូគាត់ឡើងឬក៏គាត់ចុះវិញណាយ៉ាដឹងឡើងផុតពូលមកចង់យ៉ាប់ផុសសេនេហ្គាល់លេខស្រាប់តែចុងក្រោយមកដង្ហើមចង្រិតហ្នឹងគាត់ដាក់សេនេហ្គាល់ធ្លាក់វិញមកជួបអាមេរិកល្អដូចផ្កាបាទសេនេហ្គាល់ខ្លួនឯងទេបាទសេនេហ្គាល់ខ្លួនឯងដាច់ជះជីបាល់មកបាទដឹងមិនខ្មិចទីទៅទាត់ចូលទាត់អីរបៀបថាដូចអូគ្រប់គ្រាន់ណាអូខេ 2-0 ហើយមានអីទៀតដាច់មកអស់លេងទៅទាត់ឡើងលើអត់លេងសហការគ្នា combination អីមកហើយអត់ទៅជាទាត់យករៀងខ្លួនហ្មងថាអូចប់ហើយស្រាប់តែក្តោបស្ថានភាពបានមានក្របដូចខ្ញុំនិយាយហ្នឹងណា2-0ណាតែមាន2-1ឬអសង់ទីនអញ្ចឹងតែមាន2-1ក្រុមដែលនាំមុខគេមកគ្រាប់ហ្នឹងចាប់ផ្ដើមផ្អើលខ្លួនឯងហើយបាទទីបំផុតរកបាន2ស្មើរហូតដល់រកបានគ្រាប់ឈ្នះទៀតហើយត្រឡប់មកវិញអេស្ប៉ាញបាទសូមបន្ថែមចំណុច2ដែលយើងឃើញភាពខុសប្លែកគ្នាអេស្ប៉ាញពីមុនក៏មានប្រយុទ្ធល្អៗគ្រោះថ្នាក់សម្រាប់ទីប៉ុន្តែឥឡូវហ្នឹងគឺថាបាទអូយ៉ាសាបាល់បាទជាមួយនឹងអាលីបេណាគឺជាអ្នកដែលគាត់មិនមែនជាអ្នកប្រយុទ្ធដែលចំនៅក្នុងអបចំតួទេបម្រើប្រយុទ្ធទេបាទអញ្ចឹងគឺត្រូវការពឹងផ្អែកលេងនៅខាងឡាមីនយ៉ាម៉ាល់អាលីបេណាប៉ុន្តែចំណុចខ្លាំងរបស់អេស្ប៉ាញមាន2 possession ការរក្សាបាល់ហើយនិង transition អញ្ចឹងហើយបានដែលក្រុមទាំងអស់មិនអាចមកទម្លុះអេស្ប៉ាញបាននៅពេលដែលអេស្ប៉ាញបាត់បាល់គឺកាត់ផ្ដាច់ហ្មងកាត់ផ្ដាច់ឲ្យបាល់ហ្នឹងមកដល់មុខទីគេទេគឺគេទៅ high press វិញភ្លាមបានមិនបានអាចនឹងចេញ fault ឬអាចនឹងឲ្យគូប្រកួតលេងទៅក្រោយចប់តែក្តីបាទអញ្ចឹងចំណុចខ្លាំងរបស់អេស្ប៉ាញដែលគិតថា concede goal បានគឺដោយសារកត្តា2ហ្នឹងអរគុណខ្ញុំគឺនៅតែជឿជាក់ថាគាត់អេស្ប៉ាញនេះលេងបាល់ដូចចាប់បាល់បោះអញ្ចឹងណាខ្ញុំមើលគាត់ណាហើយខ្ញុំឲ្យគាត់ favorite ទី1បារាំងខ្ញុំយកអេស្ប៉ាញបាទទី2អេស្ប៉ាញខ្ញុំយកអេស្ប៉ាញទីយកបារាំងអញ្ចឹងពីរហ្នឹងបើអ្នកណាឈ្នះក៏ត្រូវជួបគ្នាវគ្គ4ក្រុមចុងក្រោយដែរមែនទេត្រូវមួយត្រូវតែដើរចេញហើយប៉ុន្តែខ្ញុំពេញចិត្តលោកតាលវីសលូអិនតេហ្នឹងណាស្វ័យបាត់តែគាត់អាយុច្រើនប៉ុន្តែគាត់ចូលចិត្តបែបក្មេងណាគាត់យកក្មេងកាលពីគាត់ដឹកអ៊ុយ19របស់អេស្ប៉ាញហ្នឹងបានជើងអឺរ៉ុបជើងអឺរ៉ុបហ្នឹងដូចជាអ្នកចាំទីយូណៃបាទគឺស៊ីម៉ង់នេះ619នាទីអត់ទាន់ចូលទេគាត់ណាហើយកីឡាករហ្នឹងគាត់យកមកតាំងពីឈុត2015អ៊ុយ19ហើយជាប់មកស៊ីនញៀមកដល់លើទៀត2023ហ្នឹងហើយគាត់រុញ David Raya ហ្នឹងដែលបានស្រោមដៃមាសជាមួយអាសនលទៅលេខ2ហើយលេខ3ហួនកាសៀរបស់បាសេឡូណាទៅលេខ3អញ្ចឹងទៅហើយគាត់ចូលយកក្មេងៗមកច្រើនត្រាណាប៉ុន្តែបើប្រយុទ្ធអារោគបញ្ចប់ទីយើងមើលទៅការធ្វើដំណើរមកដល់5ប្រកួតនេះអត់សូវសម្បូរទេអត់ដូចបារាំងដូចអីទេប៉ុន្តែអារឿងថាមកមុំខ្ញុំដូចជាជឿខ្ញុំដល់ជឿដល់ខ្ញុំនិយាយខុសត្រូវណាចិត្តខ្ញុំអញ្ចឹងយើងដល់តែឃើញវីលៀមលេងនីកូវីលៀមដូចអត់ដែរនីកូវីលៀមអត់សូវបានលេងអត់ដឹងមិនដែរហើយចេះមួយទៀតមុនការប្រកួត World Cup គឺគេអួតណាស់ថាយ៉ាមីលយ៉ាម៉ាល់ហ្នឹងគឺលេចធ្លោប៉ុន្តែអ្នកដែលល្អវិញទៅជា Miguel អូយ៉ាសាបាល់ទៅវិញអ្នករកគ្រាប់បាល់វិញអញ្ចឹងណាមើលទៅខ្ញុំចេះបារម្ភខ្លាចចេះការរំពឹងរបស់យើងអញ្ចឹងហើយតែឥឡូវតួអង្គសំខាន់គឺអ្នកណាក៏បដោតទៅលើឡាមីនយ៉ាម៉ាល់រហូតហ្នឹងហើយចុះឥឡូវបើសិនជាគាត់លបួសបានតែមកគ្រាប់បាទតែឥឡូវឧទាហរណ៍ថាពុងលេងអាហ្នឹងមិនខុសពីភាពហេងរបស់អេស្ប៉ាញក្នុងការជួបជាមួយនឹងប៉ូទុយហ្គាល់ទេហេងត្រង់ថាដកបាឡាចេញពីទ្រូងឡាមីនយ៉ាម៉ាល់បាត់ឯហ្នឹងមិនដេះលបួសគាត់តែមិនដេះលបួសដាក់សាម៉ាឌីសេមេដូបាទសេមេដូចូលឡាមីនយ៉ាម៉ាល់ធ្វើអីក៏បានបាទឥឡូវគេនិយាយជូនគូត្រាចេះជាងខ្ញុំប៉ុន្តែខ្ញុំជាអ្នកតាមដានចង់និយាយថាការពី World Cup 2010 16ឆ្នាំមុនបាទគឺអេស្ប៉ាញហ្នឹងគេប្រើទីតាហ្នឹងណាទីតាគេមានកីឡាករល្អដែរគូប្រាថាមានគុណភាពដូច Xavier Hernandez Iniesta David Villa ជាដើមអញ្ចឹងទៅប៉ុន្តែឥឡូវនេះអេស្ប៉ាញអត់សូវរកគ្រាប់បាល់បានដូចជា World Cup នោះទេប៉ុន្តែគេមានតំបន់ក្រោយនិងអ្នកចាំទីហ្នឹងគឺល្អដូចកូរ៉េឡាបាទគឺជាមួយនឹងបាទគឺអ្នកចាំទីស៊ីម៉ង់អីហ្នឹងហើយមានបាទគឺរ៉ូឌ្រីនោះគឺហៅថាជាយុទ្ធការជួយកាត់នៅក្នុងអត់ឲ្យឆ្លងទៅការពារនឹងបានទេទៅគ្រូត្រាយល់យ៉ាងម៉េចដែរហ្នឹងល្អយ៉ាងម៉េចដែរបាទរ៉ូឌ្រីនេះដែលធ្វើឲ្យប៉ុកតង្កាល់អត់ឡើងរួចមែនអត់គ្រូត្រាយល់មិនកន្លែងហ្នឹងចំណុចដែលខ្ញុំនិយាយមិញហ្នឹងថាអេស្ប៉ាញគឺកាត់ផ្ដាច់បាល់មិនឲ្យគេមកប្រយុទ្ធទីខ្លួនមុនបាត់ហ្នឹងប្រើកម្លាំងរ៉ូទ្រីផេទ្រីហ្នឹងរះអស់ហើយគាត់បាត់ទៅដល់វិញពងចែកខូចបាល់នៅតំបន់មកគាត់ទៅថា deal break counter attack បាត់ហើយអញ្ចឹងការបញ្ចេញមកគាត់បើបានគាត់យកបាល់មកលេងវិញបើអត់បាន
ក៏អាចនឹង tactical foul តែ tactical foul នោះតិចណាពីព្រោះ tactical foul ច្រើនបាទគឺកាត់ហ្នឹងហើយតែពេលខ្លះខ្ញុំឃើញប៉ូទុយហ្គាល់ចង់មកមុខណោត្រូវទៅក្រោយវិញអញ្ចឹងគ្រាន់តែមកប៉ះទៅក្រោយអេស្ប៉ាញទម្លាក់មក compact បាត់អញ្ចឹងមិនងាយតែរកគ្រាប់អេស្ប៉ាញនៅពេលដែលអេស្ប៉ាញគេ compact defend បានទេអញ្ចឹងខ្ញុំគិតថានេះជាចំណុចខ្លាំងដែលលោកង៉ែតនិយាយអំពីខ្សែបម្រើដែលរះខ្ញុំឃើញអញ្ចឹងហើយមួយទៀតមុននឹងឆ្លងមកដល់ឡាប៉ូតេកូដេឡាឲ្យត្រូវឆ្លងកាត់គេហៅយុទ្ធការហ្នឹងហើយបាទមកពី Manchester City មួយនោះជាអ្នកកាត់ហ្គេមចោលហ្មងដូចគូធារៀបជូនអញ្ចឹងខ្ញុំជឿអញ្ចឹងខ្ញុំមើលទៅអញ្ចឹងខ្ញុំគូធាយល់យ៉ាងម៉េចដែរក្រុមទាំងពីរហ្នឹងគូធាខ្ញុំគិតថាអេស៊ីបច្រឡំ basic បាទ basic នឹងការពារហើយខ្ញុំផ្ដោតទៅលើអ្វីដែលអាចនឹងកើតឡើងបាទរូបភាពដែលយើងឃើញអូសម័យទៅប្រហែលជាអេស្ប៉ាញប៉ះទៅប៉ះមកទៅឡាមីនយ៉ាម៉ាល់ទាញមួយទល់មួយក្រោះចូលក្នុងអូយ៉ាសាបលតែបញ្ចូលទីឬទាត់ពីចង្អៃប៉ុន្តែខ្ញុំគិតថាត្រឡប់មកសម័យរូបភាពរបស់ basic វិញឲ្យអេស្ប៉ាញលេងចុះ possession ចុះគេទៅដើមបាល់បាននឹងវិបកហើយគុណភាពវិបកអឺរ៉ុបអឺអេដូចគ្នាមិនអាហ្វ្រិកទេណាវិបកមកឲ្យចាក់ចោលទេណាវិធីមកពីអាឡាន់តាហ្នឹងសុទ្ធបាន2គ្រាប់Charles de Catalonia Charles de Catalonia មកក្មេងឃើញទេដាក់ចំនួនកាគូមករកបានហ្មងអេមែនតើខ្ញុំគិតថាប្រកួតនេះគឺទូទាត់គ្នាត្រឹម90នាទីហើយខ្ញុំឲ្យ basic បាទលទ្ធភាពនៃការឈ្នះបាទអូយ basic ភាពនៃការឈ្នះអេស្ប៉ាញវិញបាទអេស្ប៉ាញរក្សាបាល់ហើយប៉ុន្តែអច្ឆរិយៈនឹងការឡើងនៅពេលដែលវា basic counter អរគុណគូធារធីមកខ្ញុំចូលចិត្តក្រុមដែលលេង ball possession បាទនិយាយទៅខ្ញុំចិត្តជាងបាទទុកចិត្តជាងឲ្យខ្ញុំមានអារម្មណ៍ថានៅពេលដែលយើងមានបាល់នៅជើងយើងច្រើនឱកាសយើងច្រើនជាងគេបាទអញ្ចឹងឱកាសយើងច្រើនគេតិចអញ្ចឹងយើងភាគរយឈ្នះច្រើនជាងបាទអេស្ប៉ាញខ្ញុំអេស្ប៉ាញខ្ញុំឲ្យយោបល់តែបន្តិចទេណាមិញដែលលោកធីនិយាយមកបាទសម្រាប់គុណភាពនៃការវិបកហើយរឿងដែលអាចកើតឡើងបាទវានឹងកើតឡើងនៅក្នុងបាល់ទាត់ដែរហើយយើងនិយាយគ្នាមុននឹងហើយថាតើអេស្ប៉ាញជាក្រុមខ្លាំងតែគាត់ចង់អស់កន្លាទៅថែមមកអត់ចង់ទេកន្លែងហ្នឹងហើយដែលត្រូវអេស្ប៉ាញត្រូវបដូរហ្នឹងហើយគេថា risk ការបថុយនឹងតលេទៅមុខមិនបាត់បាល់លឿនទៅអត់ចឹងអាកន្លែងដែលគាត់ទៅមុខហើយបាត់បាល់ហ្នឹងវាជាហេតុផលដែល basic នឹង basic counter វិញបាទបើខ្ញុំវិញគូធាតាំងពីដើមមកគឺខ្ញុំចូលចិត្តអ្នកដែល ball position ហើយអ្នកដែលយុទ្ធសាស្ត្រដូចអ៊ីតាលីចឹងដែលជាក្រុមបដូរផ្ដាច់របស់ខ្ញុំថាមិនស៊ីគេគឺមិនអោយគេស៊ីណាគឺក្រុមរឹងមាំណាបាទគឺមិនស៊ីគេមិនអោយគេស៊ីទេបាទហើយខ្ញុំក៏ favorite អេស្ប៉ាញតាំងពីចូលមកដែរហើយដោយសារខ្ញុំឃើញពេញចិត្តរបស់គាត់ទៀតឃើញអត់របូតគ្រាប់បាល់ទៀតណែចេះទៀតមិនសម្បូរសុទ្ធគេប៉ុន្តែវាស្ទើរហ្នឹងហើយវាស្ទើរហើយតែបារាំងលឿហើយសុទ្ធយើងដែរសុទ្ធដែរអញ្ចឹងខ្ញុំគិតថា 2-0 បាទអេស្ប៉ាញ2 basic ខ្ញុំគិត 2-0 ហើយហ្នឹងឥឡូវប្រកួតនេះខ្ញុំសូមលោកទាំងពីរនេះហ្មងឥឡូវទឹកសុទ្ធតែម្ដងកាទៀវមួយម្នាក់មួយកេះហ្មងណាអូខេឥឡូវប៉ាវកាទៀវកាហ្វេមួយកែវវិញហើយព្រោះហើយចាំចាក់បានពេលចប់ហើយណាអូខេឥឡូវខ្ញុំអេស្ប៉ាញគូធាបែសិចអូខេបាទនេះខ្ញុំអេស្ប៉ាញដែរឥឡូវយើងសល់តែខ្ញុំ2កែវកាហ្វេ2កែវអូខេ2កែវឥឡូវលោកគ្រូអញ្ជើញមកសបាយអូខេបាទសបាយឥឡូវដោយសារលឿនម៉ោងហើយប៉ុន្តែខ្ញុំចង់ឲ្យលោកគ្រូជួយចុងក្រោយមួយទៀត Defense Champion ហើយនិង Swiss បាទសុំខ្លីបានហើយគ្រូនិយាយមកខ្លីបានហើយដោយសារលឿនម៉ោងហើយបាទអញ្ចឹងសម្រាប់អាសង់ទីនគិតថាបទពិសោធន៍របស់គេដែលមិនអាចទម្លុះក្នុងស្ថានភាពពេញកម្លាំងណាបាទมันអាចទម្លុះក្រុមកាវេក៏ដូចជាអេស៊ីបានទេរហូតដល់ plot អេស៊ីវីបកទៅរកគ្រាប់បាល់នៅមុខមុនទៀតបាទអញ្ចឹងស្ថានភាពនេះស្វីសគឺជាក្រុមដែលតោងស្អិតការពារល្អបាទស្វីសល្អហើយស្វីសក៏មិនទៅឡើងទៅគៀបសង្កត់អីផ្ដេសដាស់ដែរដូចនឹង basic ដូចគ្នាបាទសម្រាប់គូនេះខ្ញុំគិតថាអូកាឡាទៅដល់ថែមម៉ោងបាទអូកាឡាដល់ថែមម៉ោងហើយតថែមម៉ោងចប់ហើយអាសងទីនចប់ហើយបាទហើយបើថាពេលនាទីដឹងមិនទេអារឿងពេលនាទីបាទទីនេះធ្វើបានល្អដូច4ឆ្នាំមុនអត់មកទីនេះកុំឲ្យគិតថាខ្ញុំនឹងស្អប់មេស៊ីណាមែនទេប៉ុន្តែខ្ញុំឲ្យការក្តីរំពឹងនៃការឈ្នះការទូទាយគឺថាស្វីសនឹងទៅវគ្គបន្តអូអញ្ចឹងគ្រូអញ្ចឹងអឺរ៉ុបជួយអឺរ៉ុបអីចឹងឥឡូវអញ្ចេះខ្ញុំសុំបន្តិចដែរកន្លែងហ្នឹងតាមពិតខ្ញុំបានរើសអាសង់ទីនអាចទៅដល់វគ្គផ្ដាច់ព្រាត់ឬក៏លើកពានដែរក្នុងចំណោម3ប្រទេសបារាំងអេស្ប៉ាញអាសង់ទីនតែដល់ពេលខ្ញុំឃើញអាសង់ទីនលេង2ម៉ាត់ចុងក្រោយនេះជាមួយ Cape Verde ជាមួយអេស៊ីបដកចិត្តរៀងចាប់ផ្ដើមងេមងាមវិញខ្ញុំថាជុំអាសង់ទីនលេងយូរទៅដូចជាយ៉ាប់ទៅមិនយ៉ាប់ទេអាប៉ះគេខ្លាំងចឹងហើយបាទអញ្ចឹងខ្ញុំថាឥឡូវបើសិនជាឧទាហរណ៍ប៉ះស្វីសនេះ
ហើយ Swiss គីឡូខាំស្មៅហើយស្វិត បាទ បាទអញ្ចឹងបើសិនជាឧទាហរណ៍ថា Swiss លេងទប់ជាប់90នាទីខ្ញុំថាយ៉ាប់ផុស Swiss វិញហើយអញ្ចឹងអាសង់ទីននៅក្នុងវគ្គនេះនិយាយសម្រាប់ខ្ញុំបាទលើកនេះនៅក្នុងវគ្គ8ក្រុមនេះហ្នឹងហើយ ខ្ញុំដឹងថាឆ្លងផុត Swiss អត់ទេ ឥឡូវខ្ញុំគិតថាអាសង់ទីនឡើងផងណា ឥឡូវសុំរទ្ធីសរុបមុនមកសរុបមុនថា Swiss អាសង់ទីន សម្រាប់ចិត្តខ្ញុំធ្លាប់ខ្ញុំបាននិយាយថាអាសង់ទីនអាចមានឱកាសលើកពីខ្ញុំនៅតែរើសថាអាសង់ទីនអញ្ចឹងតែនៅក្នុងអារម្មណ៍ខ្ញុំមួយដើម្បីគឺគាត់លេងពីប្រកួតចុងក្រោយហើយ Swiss លេងដែរសម្រាប់ចិត្តដូចខ្ញុំមកបើ ពីកូឡុំបៀលេងបាល់ប្រយុទ្ធសាហាវណាឆ្នាំនេះប្រយុទ្ធកាត់ផ្ដាច់បាទ Swiss កាត់ផ្ដាច់បានហើយរឹបរហូតអស់រហូតដល់ពេលហ្នឹងទីយើងគិតមើលហើយកូឡុំបៀជាមួយនឹងអាសង់ទីនធ្លាប់ជួបគ្នានៅព្រឹត្តិការណ៍នៅវគ្គជម្រុះ World Cup អីផ្សេងនៅឡាទីនណាធ្លាប់លុតទាំងអាសង់ទីនទៀតបាទតែចាញ់ Swiss ទប់ជាប់បិទជាប់ឥឡូវមិនដែររទ្ធីសុំសរុបខ្ញុំគិតថាបាល់នេះប្រហែលជាខ្ញុំនៅទាយអាសង់ទីនឡើងប៉ុន្តែពិបាកផុស Swiss ហើយពិបាកផុស Swiss បើឡើងក៏ឡើងនឹងគេហៅថាបែកមុខបែកមាត់ឲ្យបានឡើងទៅបានឈ្នះឥឡូវនិយាយឈ្នះចាញ់មកទេខ្ញុំនិយាយតែអាសង់ទីនឈ្នះអូខេបាទអាសង់ទីនឈ្នះគ្រាប់ទេណាបាទទាយគ្រាប់ទេព្រោះខ្ញុំមិនទាយពីដើមបើសិនជាខ្ញុំអត់ទាយថាអាសង់ទីនលើកពីខ្ញុំតម្លាក់អាសង់ទីនចោលតាមវគ្គហ្នឹងអូខេឥឡូវគូធាបាទខ្ញុំដូចមិនអញ្ចឹងសរុបមកគឺ Swiss អូខេសម្រាប់ខ្ញុំគិតថាឡាទីនជួបជាមួយអឺរ៉ុបប៉ុន្តែឡាទីនដូចជាកូឡុំប៊ីមិនមែនដូចអាសង់ទីនទេអាសង់ទីនមិនមែនដូចជាកូឡុំប៊ីទេបានន័យថាអាសង់ទីនវាក៏អាសង់ទីនផ្សេងកូឡុំប៊ីផ្សេងបាទវាផ្សេងប៉ុន្តែមកអំបូឡាទីនប៉ុន្តែ style ខុសគ្នាមួយតង់ហ្គោបាទឡាអីអាសង់ទីនគឺតង់ហ្គោចង្វាក់ញាប់ហើយវែងហើយសាំបាខ្លីហើយញាប់ហើយញាប់អញ្ចឹងខ្ញុំមានប្រពៃណីរបស់ខ្ញុំមួយខ្ញុំថា2-1អាសង់ទីន2 Swiss 1បាទអត់មានដល់ថែមម៉ោងទេគូនេះគឺខ្ទេចនៅតែក្នុងហ្មងបាទសូមអរគុណមានអីបន្ថែមទៀតទេអស់ម៉ោងហើយបាទដូចជាអីអរគុណគូធា8ក្រុមនេះប្រិមិត្តទស្សនាដកដង្ហើមមួយណាលំខ្យល់បឺតខ្យល់អុកស៊ីហ្សែនឲ្យបានច្រើនទៀតសិតតែពិបាកហើយបាយសិចគូនឹងយើងកុំភ្លេចគ្នាបាទបាយសិចខ្ញុំស្វាយសូម្បីតែខ្ញុំពិបាកសម្រេចចិត្តពេលវគ្គនេះអត់ចង់ទាយលទ្ធផលអញ្ជើញរទ្ធីត្រូវត្រៀមលក្ខណៈអញ្ជើញគូធាទៅកន្លែងពិភាក្សាគ្នាដោយស្ងាត់ស្ងៀមណាបាទត្រៀមគាត់អរគុណគូធាមែនតើបានចូលរួមជាលើកទី2នៅក្នុងកម្មវិធី Gensberg បាទគឺ Football Talk Show នេះបាទអរគុណមែនតើដែលលោកបាទគឺមានចំណេះជំនាញក្បោះក្បាយណានៅក្នុងវិស័យបាល់ទាត់នេះបាទអរគុណណាស់យើងមានឱកាសជួបគ្នាក្រោយទៀតណាគ្រូណាពីកម្មវិធីបានជាមកដល់ទីបញ្ចប់ទៅហើយខ្ញុំទាំង3នាក់រួមជាមួយសហការីក្រុមការងារបច្ចេកទេសទាំងអស់ក៏សូមថ្លែងអំណរគុណដល់ប្រិមិត្តពុកម៉ែបងប្អូនទាំងអស់សូមឲ្យលោកមានសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា